រឿងនេះចាប់ផ្ដើមឡើងនៅពេលដែលសត្វចម្លែក Kaiju មកពីអន្តរកាឡាក់ស៊ីដំបូងគេបានចូលលុកលុយផែនដីជាអកុសលនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះនៅពេលដែលហ្វូង Kaiju សម្រុកមកយ៉ាងខ្លាំងក្លាដើម្បីកម្ចាត់មនុស្សជាតិដើម្បីទប់ទល់នឹងការគំរាមកំហែងដល់ការរលាយសាបសូន្យនៃពិភពលោកនេះមនុស្សជាតិបានប្រមូលផ្ដុំបុគ្គលិកនិងបច្ចេកវិទ្យាដ៏ល្អបំផុតពីគ្រប់ជាតិសាសន៍ហើយបានបង្កើតកងកម្លាំងការពារប្រឆាំងនឹង Kaiju ដែលមានឈ្មោះថា Air Day កងកម្លាំងនេះពិតជាទទួលបានជោគជ័យខ្លះមែនប៉ុន្តែការខូចខាតនៅតែធ្ងន់ធ្ងរហើយសង្គ្រាមបានអូសបន្លាយដោយគ្មានពន្លឺនៃទីបញ្ចប់ឡើយរហូតដល់តែមានអ្នកសង្គ្រោះវ័យក្មេងម្នាក់បានលេចមកឡើងតួឯករបស់យើងមានឈ្មោះថា Tatsuo ហើយគាត់កំពុងមើលក្មេងៗដទៃទៀតលេងគាត់ជាមនុស្សអៀនខ្មាស់ណាស់ហើយគាត់បានរត់ចេញនៅពេលពួកគេសួរគាត់ថាតើចង់ចូលរួមលេងដែរឬទេថ្ងៃមួយ Tatsuo បានជួបនឹង robot មួយដែលកំពុងតវ៉ាប្រឆាំងនឹងអំពើហិង្សាលើ robot វាចង់ឲ្យសិទ្ធិរបស់វាជា robot ត្រូវបានទទួលស្គាល់ហើយវាមិនព្រមបំផ្ទុះខ្លួនឯងឡើយប្រធានអ្នកស្រាវជ្រាវបានមកដល់ហើយអ្នកផ្សេងទៀតបានប្រាប់គាត់ថាពួកគេមិនអាចចូលទៅក្នុងមន្ទីរពិសោធន៍បានទេឈ្មោះរបស់គាត់គឺ Kojika ហើយ robot នោះនិយាយថាបុរសម្នាក់នេះគឺជាបញ្ហាចម្បង Kojika ចង់ឲ្យវាសម្រុកចូលទៅក្នុងពួក Kaiju ហើយបំផ្ទុះខ្លួនឯង Kojika មិនបានបដិសេធឡើយហើយគាត់បានរំលឹកក្បាលម៉ាស៊ីននោះថាវាគ្រាន់តែជាគំរូដើមប៉ុណ្ណោះពួកគេនឹងប្រើវាជាគ្រាប់បែកស្វ័យប្រវត្តិដើម្បីកម្ចាត់ Kaiju វានឹងមិនមានការបាត់បង់ជីវិតមនុស្សឡើយដូច្នេះគាត់ហៅវាថាជាការបង្កើតថ្មីដ៏អស្ចារ្យប្រសិនបើពួកគេអាចផលិត robot ទាំងនេះបានច្រើនវានឹងក្លាយជាអ្នកផ្លាស់ប្ដូរហ្គេមនៅក្នុងការប្រយុទ្ធរបស់ពួកគេប្រឆាំងនឹង Kaiju robot នោះនិយាយថាវាគ្រាន់តែចង់រស់នៅហើយ Tatsuo មើលទៅហាក់ដូចជាមានការព្រួយបារម្ភយ៉ាងខ្លាំងភ្លាមនោះសម្លេងអាសន្នក្នុងទីក្រុងបានបន្លឺឡើងខណៈដែលពួក Kaiju កំពុងវាយប្រហារអ្នកស្រាវជ្រាវបានរត់គេចខ្លួនដើម្បីយកជីវិតរស់ប៉ុន្តែ Tatsuo នៅតែបន្តស្នាក់នៅដើម្បីនិយាយជាមួយ robot Kojika ក៏នៅទីនោះដែរព្រោះគាត់ចង់សាកល្បង robot ដែលគាត់ហៅថា Snowman ជាអកុសលក៏ត្រូវបានគេប្រាប់ថាកូនប្រុសរបស់គាត់បានឡើងលើ Snowman ហើយគ្រប់គ្រងវាដោយដៃត្រឡប់មក Tatsuo វិញយើងឃើញថាគាត់នៅក្នុង robot ហើយកំពុងអានសៀវភៅណែនាំ Snowman កំពុងតែភ័យស្លន់ស្លោព្រោះវាមិនយល់ពីអ្វីដែលកំពុងកើតឡើងវាប្រាប់ Tatsuo ថាគាត់មិនគួរនៅទីនេះទេព្រោះវាគ្រោះថ្នាក់ពេកនៅក្បែរនោះ Kojika ពន្យល់ថាគ្មានអ្វីត្រូវបារម្ភទេព្រោះគាត់បានបន្ថែមបន្ទប់បញ្ជាសម្រាប់តែគោលបំណងវឹកហាត់ប៉ុណ្ណោះ Snowman គឺមិនអាចគ្រប់គ្រងបានឡើយហើយ Tatsuo ត្រូវតែជាមនុស្សពូកែទើបអាចបើកវាបានជាអកុសលសម្រាប់ពួកគេ Tatsuo គឺជាមនុស្សពូកែម្នាក់ហើយគាត់បានគ្រប់គ្រង robot នោះ Snowman អង្វរឲ្យគាត់ឈប់ព្រោះមានឱកាសដែលវាអាចផ្ទុះបាន Tatsuo ប្រាប់វាដោយភាពជឿជាក់ថាកុំបារម្ភអីព្រោះគាត់នឹងធ្វើឲ្យវាមិនបាត់បង់ជីវិតឡើយអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែល Tatsuo បញ្ជាឲ្យ Snowman ហោះឡើងលើអាកាស Kojika មិនយល់ពីអ្វីដែលកំពុងកើតឡើងហើយទើបតែដឹងថា Tatsuo គឺជាមនុស្សពូកែនៅពេលនេះឯងប៉ុន្មានម៉ោងក្រោយមករបាយការណ៍ព័ត៌មានបាននិយាយថាអ្វីមួយដែលគួរឲ្យភ្ញាក់ផ្អើលទើបតែបានកើតឡើង robot ដែលកំពុងស្ថិតក្នុងការអភិវឌ្ឍបានកម្ចាត់ Kaiju ដោយដៃម្ខាងអ្វីដែលធ្វើឲ្យរឿងនេះកាន់តែអស្ចារ្យនោះគឺអ្នកបើកបរ robot នោះមានអាយុត្រឹមតែ9ឆ្នាំប៉ុណ្ណោះ Kojika បានបង្ហាញប្រាប់ពិភពលោកថាវាគឺជាកូនប្រុសរបស់គាត់ហើយ robot ដែលគេប្រើក៏អាចផ្ទុះបានដែរមនុស្សនៅលើបណ្ដាញសង្គមហៅពួកគេថាជាអ្នកសង្គ្រោះហើយពួកគេទាំងអស់គ្នាចង់ដឹងថាតើអ្នកទាំងពីរនឹងបន្តចូលរួមក្នុងការប្រយុទ្ធដែរឬទេ Kojika បានផ្លាស់ប្ដូរជំហររបស់គាត់ទាំងស្រុងពីមុនមកព្រោះគាត់មិនចង់ខ្ជះខ្ជាយឱកាសនេះឡើយគាត់និយាយថាពិតណាស់ពួកគេនឹងបន្តប្រយុទ្ធហើយគាត់បានប្រកាសថា Snowman មិនមែនជាគ្រាប់បែកសម្រាប់បោះចោលទៀតឡើយទន្ទឹមនឹងនោះ Tatsuo កំពុងមានការភ័យស្លន់ស្លោជាខ្លាំងព្រោះគ្រប់គ្នាកំពុងសម្លឹងមើលគាត់ពេលវេលាកន្លងផុតទៅ Tatsuo បន្តបង្កើតកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯងសកម្មភាពវីរភាពរបស់គាត់កាន់តែមានភាពសាមញ្ញទៅហើយយើងឃើញថាគាត់បានធំពេញវ័យ Snowman ទទួលបានការដំឡើងជាច្រើនដងហើយសង្គ្រាមជិតឈានចូលដល់ដំណាក់កាលចុងក្រោយហើយ Tatsuo បានគ្រប់គ្រងលើពួក Kaiju ហើយគ្រប់គ្នាប្រកាសណាស់ថាអ្នកសង្គ្រោះរបស់ពួកគេនឹងនាំមកនូវសន្តិភាពដល់មនុស្សជាតិ10ឆ្នាំក្រោយមកយើងឃើញ Tatsuo នៅលើនាវាចរអន្តរកាឡាក់ស៊ីគាត់កំពុងអានសៀវភៅអំពី777ជំហានដើម្បីបង្កើតមិត្តមុនពេលគាត់អាចអានជំហានដំបូងការប្រកាសមួយបានពន្យល់ថានៅសល់តែ40នាទីទៀតប៉ុណ្ណោះដល់ការប្រយុទ្ធចុងក្រោយ Tatsuo ត្រូវបានគេហៅឲ្យឡើងលើស្នូនៅតាមផ្លូវក្មេងស្រីមួយចំនួនបានប្រាប់គាត់ថាពួកគេសង្ឃឹមលើអ្នកសង្គ្រោះរបស់ពួកគេ Tatsuo និយាយថាគាត់នឹងព្យាយាមឲ្យអស់ពីសមត្ថភាពហើយគាត់ក៏ទៅត្រៀមខ្លួនគាត់បានហោះចូលទៅក្នុងទីអវកាសហើយប្រាប់ Snowman ដែលគាត់ហៅថា Yukio ឥឡូវនេះឲ្យគាត់ចូលទៅក្នុង Yukio ពិតជាខកចិត្តណាស់ព្រោះវាដឹងថា Tatsuo បានរត់គេចពីការប្រាស្រ័យទាក់ទងជាមួយមនុស្សម្ដងទៀតហើយ Tatsuo ប្រាថ្នាថាគាត់គួរតែរក្សាភាពស្ងប់ស្ងាត់នៅពេលនិយាយជាមួយក្មេងស្រីទាំងនោះហើយគាត់មិនជឿថាខ្លួនឯងជាមនុស្សអន់បែបនេះឡើយគាត់នៅតែមិនទាន់ចេះរបៀបនិយាយជាមួយមនុស្សនៅឡើយទេព្រោះគាត់បានចំណាយពេលពេញមួយវ័យសិក្សារបស់គាត់ដើម្បីប្រយុទ្ធជាមួយ Kaiju Yukio ប្រាប់គាត់កុំឲ្យបោះបង់ហើយបន្តព្យាយាមបង្កើតមិត្ត Tatsuo និយាយថាគាត់មិនអីទេព្រោះគាត់មាន Yukio ប៉ុន្តែ Yukio បានចង្អុលបង្ហាញថាគាត់និយាយបែបនេះអស់រយៈពេល10ឆ្នាំមកហើយ Tatsuo ពន្យល់ថាការបង្កើតមិត្តមិនមែនជារឿងងាយស្រួលនោះទេព្រោះអ្នកត្រូវឆ្លងកាត់ឧបសគ្គចំនួន777ជាមុនសិននេះបើយោងតាមសៀវភៅដែលមានចំណងជើងថាតើធ្វើដូចម្តេចដើម្បីឲ្យសូម្បីតែ Kaiju ក៏អាចបង្កើតមិត្តបានដូច្នេះ Tatsuo និយាយថាវាហួសពេលសម្រាប់គាត់ហើយភ្លាមនោះមេបញ្ជាការរបស់ Tatsuo ឈ្មោះ Miss បានប្រាប់វីរៈបុរសរបស់យើងអំពីស្ថានភាពនេះនាវារបស់ពួកគេនឹងមកដល់ហ្វូង Kaiju ក្នុងពេលឆាប់ៗនេះនៅពេលដែលពួកគេកំណត់គោលដៅ Tatsuo នឹងបំបែកចេញពីនាវាហើយនាវានឹងធ្វើដំណើរទៅកាន់ចំណុចកណ្ដាលនៃហ្វូងនោះពួកគេនឹងបាញ់កាំរស្មី Infinity Laser ដែលអាចបញ្ចេញការខូចខាតក្នុងចម្ងាយជាង1000គីឡូម៉ែត្រការធ្វើបែបនេះនឹងកម្ចាត់ហ្វូង Kaiju ទាំងមូលបញ្ហា
ហាចម្បងគឺថាតើត្រូវចំណាយពេលប៉ុន្មានដើម្បីទៅដល់ចំណុចបាញ់បង្ហោះដូច្នេះហើយទើបត្រូវការ Tatsuo Yukio ប្រាប់គ្រប់គ្នាកុំឲ្យបារម្ភព្រោះវានឹង Tatsuo នឹងទៅវាយលុកពួកគេនឹងតាក់ទាញសត្រូវឲ្យមកជិតហើយកំចាត់ពួកវាការប្រជុំរបស់ពួកគេបានបញ្ចប់ហើយ Tatsuo ដឹងថាគាត់បានបរាជ័យក្នុងការប្រស្រ័យតាក់ទងជាមួយមនុស្សម្នាក់ទៀតហើយជំនួសឲ្យការនិយាយថាចាស្លាប់បាតមេបញ្ជាការដូចមនុស្សធម្មតាគាត់បែរជានិយាយថាអោយទៅវិញ Yukio មិនបារម្ភពីរឿងនោះទេព្រោះវាគ្រាន់តែចង់ទៅផ្ទះវិញជាមួយនឹងជ័យជំនះក្តីសុបិនរបស់ពួកគេជិតខ្លាយជាការពិតហើយពួកគេគ្រាន់តែត្រូវបំពេញបេសកកម្មនេះឲ្យបានសម្រេចប៉ុណ្ណោះរំពេចនោះភាពសប្បាយរីករាយរបស់ពួកគេក៏បានបញ្ចប់យ៉ាងរហ័សនៅពេលដែល Kaiju ជាច្រើនបានលេចមុខមកក្រុមការងារដែលនៅសល់មានការភ័យខ្លាចយ៉ាងខ្លាំងព្រោះពួកវាមានច្រើនណាស់វាគឺជាសមុទ្រ Kaiju ដែលគ្មានទីបញ្ចប់ហើយពួកវាទាំងអស់សុទ្ធតែមានទំហំធំសម្បើមសមាជិកនាវិកទាំងអស់ត្រូវបានគេប្រាប់ថាដល់ពេលដែលបេសកកម្មត្រូវចាប់ផ្ដើមហើយ Tatsuo បងអង្គបន្តិចហើយរំលឹកខ្លួនឯងថាគាត់ចង់ក្លាយជាមនុស្សដែលមានតម្លៃ Yukio ហៅគាត់ហើយនិយាយថាសត្រូវមកដល់ហើយឥរិយាបថរបស់ Tatsuo បានផ្លាស់ប្ដូរទាំងស្រុងហើយគាត់បានប្រកាសដោយភាពជឿជាក់ថាដល់ពេលត្រូវទៅហើយពួកគេរួចរាល់ហើយដូច្នេះ Tatsuo បានធ្វើឲ្យសកម្មនៅសៀលដាវទាំង7របស់គាត់ការវាយប្រហាររបស់ពួកគេធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលពួកគេបានកម្ចាត់ Kaiju ជាច្រើនដោយការវាយប្រហារតែមួយលើក Miss រំលឹកគ្រប់គ្នាថា Tatsuo គឺជាអ្នកសង្គ្រោះរបស់ពួកគេហើយនាងប្រកាសថាពួកគេនឹងឈ្នះនៅទីបំផុតពួកគេបានមកដល់ចំណុចបាញ់បង្ហោះដូច្នេះ Miss ប្រាប់គ្រប់គ្នាថាដល់ពេលត្រូវសង្គ្រោះភពផែនដីរបស់យើងហើយពួកគេត្រៀមខ្លួនបាញ់កាំរស្មី Infinity Laser ហើយវាក៏បង្កើតបានជាគ្រាប់ថាមពលដ៏ធំនៅពីមុខនាវា Miss បញ្ជាឲ្យបាញ់ប៉ុន្តែគ្រប់គ្នាមានការភ្ញាក់ផ្អើលនៅពេលដែលការវាយប្រហាររបស់ពួកគេស្រាប់តែបាត់ទៅវិញជាអកុសល Miss ត្រូវបានគេប្រាប់ថាប្រព័ន្ធ Laser របស់ពួកគេទៅតែគាំងហើយ Infinity Laser មិនអាចបាញ់បានទេ Miss មិនយល់ថាមានន័យយ៉ាងម៉េចទេព្រោះវាមិនដែលកើតឡើងពីមុនមកឡើយនាងធ្វើចិត្តឲ្យស្ងប់ហើយប្រកាសថាពួកគេត្រូវបដូរទៅផែនការ B ពួកគេនឹងទប់ទល់នឹងការវាយប្រហាររបស់ Kaiju ហើយហៅ Tatsuo និង Yukio ត្រឡប់មកវិញជាអកុសលរឿងនេះមិនបានកើតឡើងឡើយខណៈដែលនាវាចាប់ផ្ដើមបិទដំណើរការប្រព័ន្ធវាយប្រហារទាំងមូលនិងម៉ាស៊ីនបង្កើតរបាំងការពារគឺលែងឆ្លើយតបទាំងអស់ស្ថានភាពកាន់តែអាក្រក់ទៅអាក្រក់នៅពេលដែលការការពាររបស់នាវាត្រូវបានបំផ្លាញទាំងស្រុង Miss បានត្រឹមតែមើលដោយភាពភ័យរន្ធត់ខណៈដែល Kaiju បានបុកចូលទៅក្នុងនាវានាវិកត្រូវបានអូសចូលទៅក្នុងទីអវកាសហើយ Miss បានស្រែកឡើងខណៈដែលជីវិតរបស់នាងបានមកដល់ទីបញ្ចប់រឿងទាំងអស់នេះកើតឡើងក្នុងមួយប៉ព្រិចភ្នែកហើយ Tatsuo មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលនាវាផ្ទុះ Yukio ក៏មិនជឿដែរហើយវាឆ្ងល់ថាតើនេះមានន័យថាមនុស្សជាតិបានចាញ់ហើយមែនទេ Tatsuo ប្រាប់ Yukio ឲ្យស្ងប់ចិត្តដើម្បីពួកគេអាចត្រឡប់ទៅនាវាវិញប្រសិនបើមានមនុស្សសូម្បីតែម្នាក់នៅរស់ពួកគេត្រូវតែជួយសង្គ្រោះពួកគេ Yukio នៅតែព្រួយបារម្ភប៉ុន្តែ Tatsuo ប្រកាសថាបេសកកម្មមិនទាន់ចប់នៅឡើយទេពួកគេនឹងបន្តប្រយុទ្ធហើយពួកគេនឹងកម្ចាត់ពួក Kaiju ដែលនៅសេសសល់ជាមួយគ្នាប៉ុន្មានម៉ោងក្រោយមកយើងឃើញថា Tatsuo អស់កម្លាំងយ៉ាងខ្លាំងហើយពួកគេបានកម្ចាត់ Kaiju ជាច្រើនជាអកុសលពួកវាមានច្រើនពេកហើយចំនួនដ៏ច្រើនដែលមិនអាចរាប់អស់បាននៅតែបន្តមាន Yukio ទទួលបានការខូចខាតយ៉ាងធ្ងន់ធ្ងរហើយវាថែមទាំងបាត់បង់ដៃម្ខាងទៀតផងឥឡូវនេះ Yukio ចាប់ផ្ដើមអស់សង្ឃឹមនៅពេលដែលវាដឹងថាគ្មានផ្លូវដែលពួកគេអាចឈ្នះបានឡើយ Tatsuo គ្មានជំរឿសអ្វីក្រៅពីយល់ស្របជាមួយវាហើយគាត់និយាយថាពួកគេបានព្យាយាមអស់ពីសមត្ថភាពហើយអ្វីដែលពួកគេអាចធ្វើបានគឺកាត់បន្ថយចំនួន Kaiju ឲ្យនៅកម្រិតមួយដែលកងកម្លាំងដែលនៅសេសសល់លើផែនដីអាចគ្រប់គ្រងបានពួកគេនឹងសម្រេចបាននៅចំណុចនេះដោយធ្វើឲ្យដំណើរការប្រព័ន្ធបំផ្ទុះខ្លួនឯងរបស់ Yukio Tatsuo ស្អប់រឿងនេះណាស់ព្រោះគាត់បានសន្យាថា Yukio នឹងមិនចាំបាច់ធ្វើរឿងនេះឡើយទោះជាយ៉ាងណាក៏ដោយពួកគេគ្មានជំរឿសផ្សេងទេពួកគេទាំងពីរយល់ព្រមដូចគ្នាដូច្នេះ Tatsuo និយាយថាដល់ពេលដែលពួកគេត្រូវសង្គ្រោះផែនដីជាមួយគ្នាហើយនៅពេលដែលពួក Kaiju វាយប្រហាររាងកាយរបស់ Yukio វាក៏បាននិយាយលេងសើចដើម្បីសម្រាលស្ថានភាពបង្អាប់ Tatsuo ដោយចង្អុលបង្ហាញថានៅទីបំផុតគាត់នៅតែមិនអាចបង្កើតមិត្តបានសូម្បីតែម្នាក់ Tatsuo មិនចង់ឲ្យវាបង្អាប់នៅពេលនេះទេព្រោះគាត់កំពុងរកមើលបញ្ជាបំផ្ទុះខ្លួនឯងលើពីនេះទៅទៀតគាត់មិនខ្វល់ពីជីវិតរបស់គាត់ដែលត្រូវបញ្ចប់ដោយគ្មានមិត្តភក្តិជាមនុស្សនោះទេព្រោះគាត់នៅតែមាន Yukio ឆ្ងល់ថាតើគាត់ពិតជាគ្មានការសោកស្ដាយមែនឬហើយ Tatsuo និយាយថាគាត់ក៏មិនប្រកាសដែរគាត់គិតទៅដល់គ្រាជាច្រើនក្នុងជីវិតរបស់គាត់និងរបៀបដែលគាត់ចំណាយពេលភាគច្រើនដើម្បីប្រយុទ្ធជាមួយ Kaiju នៅកន្លែងណាមួយតាមផ្លូវនោះវាមិនបានធ្វើឲ្យគាត់ឈឺចាប់ទៀតទេដែលឃើញមនុស្សផ្សេងទៀតមានមិត្តភក្តិគាត់បានឈប់ខ្វល់ខ្វាយតាំងពីយូរមកហើយដូច្នេះគាត់ប្រាប់ Yukio ថាគាត់មិនអីទេឥឡូវនេះបន្ទាប់មកគាត់បានអរគុណ Yukio ដែលបាននៅជាមួយមនុស្សដូចជាគាត់អស់រយៈពេលជាយូរមកនេះ Yukio ក៏មានអំណរគុណផងដែរព្រោះ Tatsuo បានចាត់ទុកវាលើសពីគ្រាប់បែកធម្មតាហើយថែមទាំងបានដាក់ឈ្មោះឲ្យវាទៀតផង Tatsuo គាត់សម្គាល់ឃើញថា Yukio ស្រាប់តែស្ងាត់ទៅវិញហើយគាត់មានការភ្ញាក់ផ្អើលចំពោះអ្វីដែលបានកើតឡើងបន្ទាប់ Yukio បានគ្រប់គ្រងខ្លួនឯងទាំងស្រុងហើយបញ្យល់ថាវាមានអារម្មណ៍ខុសចំពោះរឿងមួយចំនួន Tatsuo ព្យាយាមគ្រប់គ្រងវាឡើងវិញដោយក្តីអស់សង្ឃឹមព្រោះគាត់ដឹងថា Yukio រៀបនឹងធ្វើអ្វី Yukio បញ្យល់ថាកំហុសរបស់វាគឺការលួចយកអ្វីៗពី Tatsuo ដោយបង្ខំឲ្យគាត់ចំណាយពេល10ឆ្នាំចុងក្រោយនេះដោយមិនបានរស់នៅក្នុងជីវិតធម្មតា Yukio បន្ទោសខ្លួនឯងដែលបង្ខំឲ្យ Tatsuo ប្រយុទ្ធជាមួយ Kaiju ជាមួយវានិងគ្មានអ្វីផ្សេងទៀតឡើយ Tatsuo និយាយទាំងអស់សង្ឃឹមថាគាត់សុខចិត្តនៅជាមួយ Yukio ហើយគាត់នឹងមិនជ្រើសរើសនៅជាមួយអ្នកផ្សេងឡើយគាត់អង្វរឲ្យ Yukio ប្រគល់ការបញ្ជាមកឲ្យគាត់វិញប៉ុន្តែវាហួសពេលទៅហើយ Yukio បានធ្វើឲ្យសកម្មនៅប្រព័ន្ធកន្សោមរត់គេចខ្លួនជាបន្ទាន់សម្រាប់ Tatsuo ហើយការរាប់ថយក្រោយបានចាប់ផ្ដើម Yukio ប្រកាសថាវាមិនអាចទុកឲ្យ Tatsuo ស្លាប់បានឡើយព្រោះ Tatsuo គឺជាអ្នកដែលបានផ្ដល់ជីវិតឲ្យវាការរាប់ថយក្រោយបានបញ្
បញ្ចប់ហើយថាត់ស៊ូត្រូវបានបាញ់បង្ហោះទៅកាន់កន្លែងសុវត្ថិភាពនៅក្នុងកន្សោមរត់គេចខ្លួនគាត់ស្រែកហៅយូគីអូដោយដឹងថាគ្មានអ្វីដែលគាត់អាចធ្វើបានឡើយយូគីអូបង្ហាញថាក្តីសុបិនពិតប្រាកដរបស់វាគឺចង់ឲ្យថាត់ស៊ូអូត្រឡប់ទៅផែនដីវិញហើយរស់នៅក្នុងជីវិតដ៏មានសុភមង្គលជាចុងក្រោយវាចង់ឲ្យគាត់បង្កើតមិត្តឲ្យបានច្រើនហើយថាត់ស៊ូអូក៏ចាប់ផ្ដើមយំគាត់ប្រាប់យូគីអូកុំឲ្យបារម្ភហើយគាត់បដិញ្ញាថានឹងបង្កើតមិត្តឲ្យបានយ៉ាងហោចណាស់100នាក់យូគីអូនិយាយថាវាពិតជាធូរស្រាលចិត្តណាស់ហើយនេះគឺជាពាក្យចុងក្រោយរបស់វាការបំផ្ទុះខ្លួនឯងរបស់វាបានដំណើរការហើយវាបានកម្ចាត់ហ្វូងខៃជូទាំងមូលមួយសន្ទុះក្រោយមកកន្សោមបានបិទដំណើរការដំណេកតកខណៈដែលថាត់ស៊ូអូបានមកដល់គោលដៅរបស់គាត់ទីតាំងបច្ចុប្បន្នរបស់គាត់គឺតំបន់ថូខៃក្នុងប្រទេសជប៉ុនអេក្រង់ដែលថាត់ស៊ូអូកំពុងមើលបង្ហាញថាគាត់បានស្ថិតក្នុងដំណេកតកអស់រយៈពេល8ឆ្នាំមកហើយថាត់ស៊ូអូមានការភ័យរន្ធត់នៅពេលដឹងរឿងនេះព្រោះវាមានន័យថាវាមានរយៈពេល10ឆ្នាំហើយចាប់តាំងពីគាត់បានចាក់ចេញពីផែនដីតាមបច្ចេកទេសគាត់គឺជាមនុស្សពេញវ័យទោះបីជាគាត់មិនមានវ័យចំណាស់ជាងមុនក៏ដោយហើយគាត់ឆ្ងល់ថាតើគាត់នឹងអាចបង្កើតមិត្តបែបនេះបានដែរឬទេថាត់ស៊ូអូបានបង្កើតផែនការមួយគឺការបង្ខាំងខ្លួនឯងនៅក្នុងបន្ទប់ក្នុងភាពឯកោទាំងស្រុងតាមវិធីនេះគាត់អាចចំណាយពេលប្រមូលព័ត៌មានអំពីពិភពលោកថ្មីមុនពេលចេញទៅបង្កើតមិត្តថាត់ស៊ូអូបានចាក់ចេញពីកន្សោមហើយគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលហ្វូងមនុស្សដ៏ច្រើនចាប់ផ្ដើមស្រែកហូកញ្ជ្រៀវឲ្យគាត់ពួកគេហៅគាត់ថាជាអ្នកសង្គ្រោះហើយពួកគេទាំងអស់គ្នានិយាយថាចង់ធ្វើជាមិត្តនឹងគាត់ថាត់ស៊ូអូមានក្តីរំភើបយ៉ាងខ្លាំងហើយគាត់ប្រាប់យូគីអូថាគាត់បានរក្សាសន្យាហើយនេះគ្រាន់តែជាការយល់សប្តិពេលថ្ងៃរបស់ថាត់ស៊ូអូប៉ុណ្ណោះហើយគាត់សង្ឃឹមថាវានឹងទៅជាបែបនោះជាអកុសលថាត់ស៊ូអូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់ឃើញថាពិភពលោកពិតប្រាកដទៅជាយ៉ាងណាវាត្រូវបានកកកុញដោយតកកទាំងស្រុងខណៈដែលឥឡូវនេះគួរតែជារដូវក្តៅទស្សនភាពនេះពិតជាគួរឲ្យរន្ធត់ណាស់ខណៈដែលយើងឃើញថាភពផែនដីទាំងមូលត្រូវបានគ្របដណ្ដប់ដោយតកកថាត់ស៊ូអូមានការភ្ញាក់ផ្អើលជាខ្លាំងដែលឃើញពិភពលោកស្ថិតក្នុងភាពតិចទីយូគីអូបានលះបង់ជីវិតរបស់វាប៉ុន្តែពិភពលោកនៅតែត្រូវបានកកដដែលថាត់ស៊ូអូរកឃើញក្តីសង្ឃឹមខ្លះខណៈដែលគាត់ឆ្ងល់ថាតើមានតែទីក្រុងនេះទេដែលរងផលប៉ះពាល់គាត់ប្រញាប់ចូលទៅក្នុងកន្សោមវិញដោយសង្ឃឹមថាប្រទេសជប៉ុននិងពិភពលោកដែលនៅសល់គឺមិនអីទេគាត់បានពិនិត្យកំណត់ហេតុដែលកត់ត្រាដោយកន្សោមរត់គេចខ្លួនហើយថាត់ស៊ូអូក៏មានការភ័យរន្ធត់ជាខ្លាំងភពផែនដីទាំងមូលត្រូវបានគ្របដណ្ដប់ដោយតកកហើយគាត់មិនអាចយល់បានថាតើវាអាចទៅរួចយ៉ាងដូចម្តេចរហូតមកដល់ពេលនេះមិនទាន់មានសញ្ញានៃជីវិតនៅឡើយទេដូច្នេះគាត់បានត្រឹមតែឆ្ងល់ថាតើអរិយធម៌ក៏ត្រូវបានបំផ្លាញអស់ដែរឬទេថាត់ស៊ូអូចងចាំថាគាត់បានសន្យាជាមួយយូគីអូថានឹងបង្កើតមិត្តប៉ុន្តែវានឹងមិនអាចទៅរួចឡើយប្រសិនបើគ្មានមនុស្សនៅរស់បន្ទាប់ពីមានការធ្លាក់ទឹកចិត្តអស់រយៈពេល22ម៉ោងថាត់ស៊ូអូក៏ចាប់ផ្ដើមឃ្លានគួរតែមានស្បៀងអាហារខ្លះនៅកន្លែងណាមួយនៅក្នុងកន្សោមនេះដូច្នេះថាត់ស៊ូអូក៏ទៅរកមើលពួកវាភ្លាមនោះថាត់ស៊ូអូបានឮសំឡេងរបស់យូគីអូប៉ុន្តែវាគ្រាន់តែជាការកត់ត្រាប៉ុណ្ណោះវាគឺជាគ្រាចុងក្រោយរបស់យូគីអូនៅពេលដែលវាបង្ហាញពីក្តីសុបិនពិតរបស់វាក្នុងគ្រាចុងក្រោយយូគីអូចង់ឲ្យថាត់ស៊ូអូត្រឡប់ទៅផែនដីវិញហើយរស់នៅក្នុងជីវិតធម្មតានិងមានសុភមង្គលអ្វីដែលសំខាន់បំផុតនោះគឺវាចង់ឲ្យថាត់ស៊ូអូបង្កើតមិត្តឲ្យបានច្រើនថាត់ស៊ូអូរកឃើញកម្លាំងចិត្តដើម្បីបន្តទៅមុខដូច្នេះគាត់ក៏ញ៉ាំស្បៀងអាហារខ្លះហើយធ្វើដំណើរទៅខាងក្រៅគាត់គ្រោងនឹងរក្សាសន្យារបស់គាត់ដូច្នេះគោលដៅរបស់គាត់គឺបង្កើតមិត្តឲ្យបានទោះក្នុងតម្លៃណាក៏ដោយថាត់ស៊ូអូនិយាយថាគន្លឹះក្នុងការធ្វើវាគឺនៅក្នុងសៀវភៅដែលគាត់បានអានរាប់រយដងវាគឺជាសៀវភៅដែលមានចំណងជើងថាតើធ្វើដូចម្តេចដើម្បីឲ្យសូម្បីតែខៃជូក៏អាចបង្កើតមិត្តបានហើយវាត្រូវបានសរសេរដោយសាស្ត្រាចារ្យ Lonely Awoki ជំហានទី1ក្នុងចំណោម777គឺការចាក់ចេញពីផ្ទះហើយទៅជួបមនុស្សថាត់ស៊ូអូរួចរាល់ក្នុងការធ្វើបែបនោះដូច្នេះគាត់ក៏ចាក់ចេញពីកន្សោមនឹងដើរតួជាមូលដ្ឋានរបស់គាត់ហើយគាត់នឹងស្វែងរកអ្នករស់រានមានជីវិតមានព្រិលនៅគ្រប់ទីកន្លែងនិងគ្មានសញ្ញានៃជីវិតឡើយភ្លាមនោះថាត់ស៊ូអូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់បានជួបបុរសចម្លែកម្នាក់គាត់បានដើរទៅបុកបុរសនោះហើយក៏ដឹងថាគាត់លែងមានជីវិតទៀតហើយនៅពេលដែលគាត់បានរៀបចំបុរសនោះឲ្យសម្រាកបានស្រួលថាត់ស៊ូអូគិតអំពីថាតើអ្វីគ្រប់យ៉ាងគួរឲ្យខ្លាចយ៉ាងណាបុរសម្នាក់នោះត្រូវបានកកស្លាប់ហើយវាអាក្រក់ខ្លាំងណាស់រហូតដល់រាងកាយគាត់បាក់យ៉ាងងាយថាត់ស៊ូអូគាត់សម្គាល់ឃើញថាបុរសនោះមានយានជំនិះហើយគាត់រីករាយណាស់ដែលឃើញថាវាហាក់ដូចជានៅតែដំណើរការគាត់ប្រើវាដើម្បីធ្វើដំណើរហើយគាត់សម្គាល់ឃើញថាគាត់ក៏អាចបញ្ជាបែលដោយប្រើដងបញ្ជាបានដែរវាគឺជាគ្រឿងចាក់ excavator ហើយថាត់ស៊ូអូបានកំណត់ថាវាគឺជាយានជំនិះដ៏ល្អបំផុតសម្រាប់រុករកពិភពលោកដែលគ្របដណ្ដប់ដោយព្រិលបន្ទាប់មកគាត់បានប្រទះឃើញរន្ធដ៏ធំមួយនៅក្នុងដីហើយដឹងថាវាគួរឲ្យខ្លាចប៉ុណ្ណាថាត់ស៊ូអូនិយាយថាគោលដៅរបស់គាត់គួរតែជាការស្វែងរកកន្លែងដែលមនុស្សអាចរស់នៅបានហើយគាត់ដឹងថាកន្លែងដែលល្អបំផុតគឺនៅក្រោមដីគាត់ទៅពិនិត្យមើលរន្ធនោះព្រោះគាត់ប្រកាសថានឹងមានមនុស្សជាច្រើននៅទីនោះជំហានដំបូងគឺត្រូវស្រែកហៅពួកគេដើម្បីឲ្យពួកគេអនុញ្ញាតឲ្យគាត់ចូលជាអកុសលសម្រាប់ថាត់ស៊ូអូភាពមិនចុះសម្រុងនឹងសង្គមរបស់គាត់មិនអនុញ្ញាតឲ្យគាត់ធ្វើបែបនេះឡើយគ្មានផ្លូវដែលគាត់អាចស្រែកហៅក្រុមមនុស្សដែលមិនស្គាល់មុខបានឡើយខណៈពេលដែលគាត់កំពុងគិតអំពីការបរាជ័យរបស់គាត់សត្វសាហាវដ៏ធំមួយបានលេចមកពីក្រោយគាត់ថាត់ស៊ូរត់ដើម្បីយកជីវិតរស់ហើយគាត់មិនជឿឡើយថានៅតែមានខៃជូនៅជុំវិញនេះថាត់ស៊ូឆ្ងល់ថាតើគាត់គួរឈប់ហើយប្រយុទ្ធដែរឬទេប៉ុន្តែគាត់គ្មានអាវុធឡើយក្តីសង្ឃឹមតែមួយគត់របស់គាត់គឺការរត់គេចពីវាដូច្នេះគាត់ក៏ប្រញាប់ចុះទៅក្នុងរន្ធនោះនៅផ្នែកខាងក្រោមថាត់ស៊ូអូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញផែនដីដែលគាត់ធ្លាប់ស្គាល់នេះគឺជាផ្ទះរបស់គាត់ប៉ុន្តែវាត្រូវបានកទាំងស្រុងថាត់ស៊ូចាប់ផ្ដើមអស់សង្ឃឹមប៉ុន្តែគាត់ចាំការសន្យារបស់គាត់ជាមួយយូគីអូគាត់ក្រោកឈរឡើងវិញប៉ុន្តែខៃជូបានលេចមកម្ដងទៀតថាត់ស៊ូប្រស្រ័យថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះដូច្នេះគាត់មិនអាចបាត់បង់ជីវិតឥឡូវនេះទេ
គាត់បានសម្រុករង់ទៅកាន់ Kaiju ជាមួយនឹង Excavator ហើយគាត់បានការពារវាមិនឲ្យស៊ីគាត់ដោយប្រើបែលនៅពេលដែលគាត់ប្រយុទ្ធជាមួយសត្វសាហាវនោះ Tatsuo បានវិភាគស្ថានភាព Kaiju ចង់ស៊ីគាត់ហើយអ្វីដែល Tatsuo មានគឺត្រឹមតែបែលតូចមួយនេះប៉ុណ្ណោះសំណាងល្អការវាយប្រហាររបស់ Kaiju គឺតាមខ្សែបន្ទាត់ត្រង់ដូច្នេះ Tatsuo អាចគេចផុតពីពួកវាបានបញ្ហាតែមួយគត់គឺថាគាត់គ្មានផ្លូវវាយបកវិញទេ Kaiju វាយប្រហារម្ដងទៀតហើយ Tatsuo បានត្រឹមតែរារាំងវាប៉ុណ្ណោះគាត់ធ្វើចិត្តឲ្យស្ងប់ហើយរំលឹកខ្លួនឯងថាគាត់គ្រាន់តែត្រូវធ្វើអ្វីដែលគាត់ធ្លាប់ធ្វើកន្លងមកប៉ុណ្ណោះគាត់ត្រូវតែប្រើអ្វីគ្រប់យ៉ាងដែលគាត់មាននិងរៀបចំវិធីដើម្បីឈ្នះការវាយប្រហាររបស់ Kaiju គឺមិនឈប់ឈរឡើយហើយ Excavator របស់ Tatsuo ទទួលបានការខូចខាតយ៉ាងខ្លាំង Tatsuo បន្តប្រយុទ្ធប៉ុន្តែបែររបស់គាត់ក៏បានបាក់នេះជាការល្អសម្រាប់គាត់ព្រោះគាត់គ្រោងនឹងប្រើផ្នែកមុតស្រួចធ្វើជាអាវុធភ្លាមនោះ Tatsuo បានគិតទៅដល់អ្វីមួយដែលឪពុករបស់គាត់តែងតែប្រាប់គាត់ឪពុករបស់គាត់តែងតែនិយាយថាអ្វីដែលធ្វើឲ្យ Tatsuo សំខាន់គឺសមត្ថភាពដ៏ខ្លាំងក្លារបស់គាត់ក្នុងការកម្ចាត់ Kaiju Tatsuo សម្រុកទៅរកសត្វសាហាវនោះហើយប្រើដងបែលដែលបាក់ធ្វើជាលំពែងសត្វសាហាវនោះបានត្របាក់គាត់ប៉ុន្តែ Tatsuo អាចចាក់ទម្លុះវាដោយអាវុធច្នៃប្រឌិតរបស់គាត់ Kaiju ត្រូវបានកម្ចាត់ហើយយើងឃើញមនុស្សផ្សេងទៀតជាលើកដំបូងពួកគេឆ្ងល់ថាមានអ្វីកើតឡើងហើយពួកគេមិនជឿថាពួកគេទើបតែប្រទះឃើញ Kaiju ទាំងមូលបែបនេះឡើយខណៈពេលដែលពួកគេអបអរសាទរ Tatsuo បានចេញមកពីក្នុងមាត់របស់ Kaiju Tatsuo ភ្ញាក់ផ្អើលដែលឃើញមនុស្សផ្សេងទៀតជាលើកដំបូងហើយពួកគេក៏ភ្ញាក់ផ្អើលដូចគ្នាដែរដែលឃើញគាត់រីករាយណាស់ដែលទីបំផុតបានរកឃើញអ្នករស់រានមានជីវិតខ្លះប៉ុន្តែពួកគេបែរជាភ័យខ្លាចទៅវិញព្រោះពួកគេគិតថាគាត់ជាបិសាចប្រភេទណាមួយ Tatsuo មានអារម្មណ៍រំភើបយ៉ាងខ្លាំងខណៈដែលគាត់ប្រាប់ Yukio ថាគាត់បានរកឃើញអ្នករស់រានមានជីវិតហើយជាអកុសលពួកគេនៅតែភ័យខ្លាចគាត់ហើយពួកគេប្រាប់ឲ្យវិញ្ញាណអាក្រក់ចេញទៅឲ្យឆ្ងាយមេដឹកនាំរបស់ពួកគេឈ្មោះ AO បានប្រាប់ពួកគេឲ្យស្ងប់ចិត្តព្រោះបរិសម្នាក់នេះច្បាស់ជាមនុស្សពិតប្រាកដ Tatsuo ចងចាំថាគាត់កំពុងបំពេញបេសកកម្មដូច្នេះគាត់រំលឹកខ្លួនឯងអំពីជំហានបន្ទាប់ក្នុងការបង្កើតមិត្តបន្ទាប់ពីការជួបគ្នា Tatsuo ត្រូវធ្វើអ្វីមួយខណៈពេលកំពុងញញឹមគាត់មិនចាំថាវាជាអ្វីទេប៉ុន្តែគ្មានពេលត្រូវខ្ជះខ្ជាយឡើយ Tatsuo ញញឹមដាក់ពួកគេប៉ុន្តែស្នាមញញឹមដ៏គួរឲ្យខ្លាចរបស់គាត់បានធ្វើឲ្យអ្វីកាន់តែអាក្រក់ទៅអ្នកផ្សេងទៀតពិតជាភ័យខ្លាចខ្លាំងណាស់ហើយពួកគេហៅ Tatsuo ថាជាមនុស្សចម្លែកដែលគួរឲ្យខ្លាចជាអកុសលសម្រាប់វីរៈបុរសរបស់យើងគាត់អស់កម្លាំងខ្លាំងពេកហើយគាត់ក៏បានសន្លប់បាត់ទៅបន្ទាប់មក Tatsuo បានយល់សពអំពីគ្រាមួយដែល Yukio រិះគន់គាត់ចំពោះការអានសៀវភៅណែនាំផ្សេងទៀតដែលគ្មានភាពជាក់ស្ដែង Tatsuo បានធានាវាថាសៀវភៅមួយនេះខុសពីគេព្រោះវាត្រូវបានសរសេរដោយមនុស្សម្នាក់ឈ្មោះ Lonely Awoki គាត់និយាយថាសៀវភៅនេះត្រូវតែល្អព្រោះ Lonely គឺជាមនុស្សដែលមានមិត្តភក្តិជាង1លាននាក់ក្តីបារម្ភតែមួយគត់របស់ Tatsuo គឺថាមនុស្សនឹងមិនចាប់អារម្មណ៍លើគាត់ទេនៅពេលដែលគាត់មិននៅជាមួយ Yukio នៅពេល Tatsuo ដឹងខ្លួនឡើងគាត់ចងចាំថាជំហានទី2នៅក្នុងសៀវភៅគឺត្រូវណែនាំអត្តសញ្ញាណខ្លួនឯង Tatsuo គាត់សម្គាល់ឃើញថាគាត់នៅក្នុងរូងតកហើយគាត់ឆ្ងល់ថាតើមនុស្សទាំងនោះទៅណាអស់ហើយភ្លាមនោះគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់ឃើញថាមានមនុស្សច្រើនជាងមុនទៅទៀតមានពួកគេជាច្រើនណាស់ហើយពួកគេកំពុងរុះរើផ្នែកផ្សេងនៃ Kaiju Tatsuo បដិញ្ញាថានឹងធ្វើឲ្យពួកគេទាំងអស់គ្នាក្លាយជាមិត្តរបស់គាត់ប៉ុន្តែគាត់ដឹងថាខ្លួនឯងកំពុងត្រូវបានគេចងសម្រាប់ហេតុផលអ្វីមួយ Tatsuo មិនបារម្ភទេព្រោះគាត់ដឹងពីរបៀបដោះលែងខ្លួនឯងគាត់ធ្លាប់ធ្វើឲ្យដៃរបស់គាត់របូតចេញពីសន្លាក់ជាច្រើនដងមកហើយក្នុងពេលបញ្ជា Yukio ដូច្នេះវាមិនមែនជារឿងធំដុំឡើយនៅក្បែរនោះមនុស្សពីមុនកំពុងអបអរសាទរចំពោះអ្វីដែលពួកគេបានរកឃើញគ្រប់គ្នាពិតជារំភើបខ្លាំងណាស់ក្នុងការទទួលបាន Kaiju នេះប៉ុន្តែ AO ដឹងថានាងមិនអាចទទួលយកកិត្តិយសនេះតែម្នាក់ឯងបានទេបុរសម្នាក់ឈ្មោះ Nashimura ប្រាប់នាងកុំឲ្យបារម្ភព្រោះគាត់នឹងមិនដាក់បញ្ជូលផ្នែកដែលថានរណាជាអ្នករកឃើញ Kaiju ពិតប្រាកដនៅក្នុងរបាយការណ៍របស់គាត់ឡើយបន្ទាប់មកគាត់បានចង្អុលបង្ហាញថា AO គឺជាមនុស្សពូកែបំផុតយោងតាមចាស់ទុំប្រសិនបើពួកគេដឹងថានាងកំពុងលបចេញទៅក្រៅរៀងរាល់យប់ដើម្បីរកស្រទាប់ Kaiju ពួកគេនឹងខឹងសម្បាជាខ្លាំងឥឡូវនេះ AO ប្រាប់គាត់កុំឲ្យបារម្ភព្រោះនាងនឹងបន្តធ្វើអ្វីដែលនាងចង់ធ្វើ Nashimura គឺជាអ្នកដែលបានរកឃើញនាងតាំងពីក្មេងដូច្នេះគាត់មានអារម្មណ៍រំភើបបន្ទាប់ពីបានឃើញថានាងធំឡើងកម្រិតណា Jess និងអ្នកផ្សេងទៀតបានរត់មកប្រាប់ AO ថាបរិសដែលពួកគេបានចងទុកនោះបានរត់គេចខ្លួនបាត់ហើយទន្ទឹមនឹងនោះ Tatsuo កំពុងរវល់មើលមនុស្សទាំងនោះរុះរើ Kaiju វាមិនចំណាយពេលយូរទេដើម្បីដឹងថានេះជារបៀបដែលមនុស្សទាំងនេះអាចរស់រានមានជីវិតបានពិភពលោកបានកអស់ហើយដូច្នេះពួកគេប្រើប្រាស់ Kaiju ជាធនធានមនុស្សទាំងនេះពិតជាអស្ចារ្យណាស់ហើយ Tatsuo ប្រាថ្នាថា Yukio នៅទីនេះដើម្បីឃើញពួកគេភ្លាមនោះ Tatsuo ឃើញក្មេងតូចម្នាក់កំពុងលេងជាមួយប្រដាប់ក្មេងលេង Yukio ក្មេងនោះក៏រត់ចេញទៅខណៈដែលវាហៅ Tatsuo ថាជាមនុស្សចម្លែកជាអកុសលសម្រាប់ក្មេងទំនើងម្នាក់នោះដុំតកកមួយដុំរៀបនឹងធ្លាក់សង្កត់លើវា Tatsuo ក៏បានស្ទុះទៅធ្វើសកម្មភាពភ្លាមប៉ុន្តែគាត់បានដឹងយ៉ាងឆាប់រហ័សថាគាត់នឹងមិនទៅដល់ទាន់ពេលឡើយជាសំណាងល្អគាត់អាចរកបានបង្គោលមួយហើយគាត់បានប្រើវាដើម្បីជួយសង្គ្រោះក្មេងនោះឪពុករបស់ក្មេងនោះបានរត់មកយ៉ាងលឿនហើយស្ដីបន្ទោសកូនគាត់បានប្រាប់ក្មេងនោះរាប់មិនអស់ដងហើយថាកុំឲ្យលេងនៅក្រោមដុំតកកយីងជួបរិសម្នាក់ទៀតបានឃើញអ្វីដែលបានកើតឡើងដូច្នេះពួកគេបានថ្លែងអំណរគុណដល់ Tatsuo សម្រាប់ការជួយសង្គ្រោះក្មេងនោះភ្លាមនោះពួកគេក៏ដឹងថាពួកគេមិនដែលបានឃើញ Tatsuo ពីមុនមកឡើយពួកគេនៅតែហាក់ដូចជាស្គាល់គាត់តាមរបៀបណាមួយដូច្នេះពួកគេសួរគាត់ថាគាត់មកពីផ្នែកណា Tatsuo មិនមានចម្លើយល្អសម្រាប់ពួកគេទេហើយការភ័យព្រួយរបស់គាត់ក៏មិនបានជួយអ្វីដែរពួកគេចាប់ផ្ដើមមានការសង្ស័យលើគាត់ប៉ុន្តែបរិសម្នាក់ទៀតបានឃាត់ពួកគេមិនឲ្យរំខាន Tatsuo គាត់ប្រកាសថា Tatsuo មានហេតុផលរបស់គាត់សម្រាប់ការមិនឆ្លើយហើយវាមិនបានផ្លាស់ប្ដូរការពិតដែលថាពួកគេជំពាក់គុណគាត់នោះទេវាមិនសំខាន់ថាគាត់ជានរណាឬមកពី
ណាឡើយបរិះនោះណែនាំខ្លួនថាឈ្មោះ Takamura ហើយកូនប្រុសរបស់គាត់ឈ្មោះ Joji Tatsuo ប្រឹងប្រែងដើម្បីចាប់ដៃគាត់ប៉ុន្តែវាមិនអីទេព្រោះ Takamura បានចាប់ដៃគាត់មុន Tatsuo ណែនាំខ្លួនត្រឡប់ទៅវិញហើយបង្ហើយជំហានទី2ពីក្នុងសៀវភៅរបស់គាត់ Takamura ប្រាប់គាត់ឲ្យចាំមួយផ្លែតព្រោះគាត់ចង់ផ្ដល់សាច់ Kaiju ផ្នែកដ៏ល្អបំផុតមួយចំនួនឲ្យគាត់ជាការអរគុណនៅក្បែរនោះយើងឃើញថា AO និងអ្នកដទៃទៀតបានឃើញអ្វីៗគ្រប់យ៉ាង Furumaki ឆ្ងល់ថាតើពួកគេគួរចាប់ខ្លួន Tatsuo ដែរឬទេប៉ុន្តែ AO បដិសេធគំនិតនេះការងាររបស់ពួកគេគឺដោះស្រាយរាល់ការគំរាមកំហែងដល់ផ្សារទំនើបប៉ុន្តែ Tatsuo មិនស្ថិតក្នុងជំពូកនោះទេ Tatsuo នៅតែជាអាថ៌កំបាំងសម្រាប់ពួកគេប៉ុន្តែពួកគេអាចស្វែងយល់ពីរឿងរបស់គាត់នៅពេលក្រោយបាន AO និយាយថាដល់ពេលត្រូវធ្វើការហើយនាងក៏ដើរទៅរក Kaiju យ៉ាងសប្បាយរីករាយជាអកុសលដីចាប់ផ្ដើមរំជួយហើយដៃដ៏ធំមួយបានលេចចេញមកពីកន្លែងណាមិនដឹងម្នាក់មើលដោយក្តីរន្ធត់ខណៈដែល Kaiju ដ៏ធំសម្បើមជាងមុនបានមកដល់ Tatsuo មិនជឿភ្នែកខ្លួនឯងឡើយព្រោះរចនាសម្ព័ន្ធឆ្អឹងរបស់ Kaiju នេះមិនដូចអ្វីដែលគាត់ធ្លាប់ឃើញពីមុនមកឡើយពួក Kaiju ដែល Tatsuo បានឃើញពីមុនមិនមានរូបរាងដូចមួយនេះឡើយម្នាក់ស្រែកដោយក្តីរន្ធត់ហើយសត្វសាហាវដ៏ធំនោះបានជន់កំទេចមនុស្សមួយក្រុមទស្សនភាពដ៏គួរឲ្យខ្លាចនេះធ្វើឲ្យដឹងច្បាស់ថាស្ថានភាពរបស់ពួកគេអាក្រក់កម្រិតណាសត្វចម្លែកនោះគួរឲ្យរន្ធត់ណាស់ហើយ Tatsuo ឆ្ងល់ថាតើគាត់នឹងកម្ចាត់វាដោយរបៀបណាគាត់មិនមាន Yukio ទៀតទេហើយគ្មានផ្លូវដែលគាត់អាចប្រយុទ្ធជាមួយវាដោយដៃទទេបានឡើយភ្លាមនោះ Tatsuo នឹកឃើញថាគាត់អាចសួរអ្នកស្រុកអំពីរបៀបដែលពួកគេដោះស្រាយជាមួយ Kaiju ប្រភេទនេះជាអកុសលវាកាន់តែច្បាស់ថាពួកគេនឹងមិនអាចជួយអ្វីបានឡើយពួកគេរឹងខ្លួនដោយសារភាពភ័យខ្លាចដូច្នេះ Tatsuo កំណត់ថាគាត់ត្រូវតែនាំពួកគេចេញពីទីនេះទោះយ៉ាងណាមានមនុស្សច្រើនណាស់នៅទីនេះហើយ Tatsuo មិនមានវិធីល្អដើម្បីការពារពួកគេឡើយបរិះម្នាក់ព្យាយាមរត់ដើម្បីយកជីវិតរស់ប៉ុន្តែវាមិនដំណើរការទេ Tatsuo ព្យាយាមខាត់គាត់ប៉ុន្តែវាហួសពេលទៅហើយព្រោះ Kaiju បានឃើញគាត់បាត់ទៅហើយសំណាងល្អ AO អាចជួយសង្គ្រោះគាត់បានទាន់ពេលបរិះនោះថ្លែងអំណរគុណដល់នាងយ៉ាងខ្លាំងប៉ុន្តែនាងបែរជាបោកខ្លួនទៅនឹងដីដោយការខឹងសម្បា Kaiju ទើបតែបានស៊ីមនុស្សម្នាក់ហើយនាងមិនអាចទ្រាំនឹងគំនិតដែលថាមាននរណាម្នាក់បាត់បង់ជីវិតក្រោមការមើលថែរបស់នាងឡើយ Furumaki ប្រាប់នាងឲ្យទុកការខឹងសិនព្រោះពួកគេមានការងារត្រូវធ្វើពួកគេបានរៀបចំគ្រប់យ៉ាងរួចរាល់ហើយដូច្នេះ AO បានបើកដំណើរការម៉ាស៊ីនបង្កើតអាប់អាសន្នតំបន់នោះត្រូវបានគ្របដណ្ដប់ដោយអាប់យ៉ាងលឿនដូច្នេះ AO ប្រាប់គ្រប់គ្នាឲ្យរត់អ្នកស្រុកចាប់ផ្ដើមប្រញាប់ប្រញាល់ទៅរកសុវត្ថិភាពខណៈដែលពួកគេប្រាប់គ្នាទៅវិញទៅមកឲ្យចាំពីការវឹកហាត់របស់ពួកគេ Tatsuo មើលដោយការភ្ញាក់ផ្អើលខណៈដែលវាប្រើត្រឹមតែពាក្យមួយម៉ាត់ដើម្បីឲ្យអ្នករាល់គ្នារត់ទៅកាន់ផ្ទៃខាងលើ Tatsuo មានអារម្មណ៍ធូរស្រាលព្រោះគ្រប់គ្នានឹងមិនអីទេប៉ុន្តែគាត់សម្គាល់ឃើញថា Kaiju កំពុងរៀបចំធ្វើអ្វីមួយសត្វសាហាវនោះចាប់ផ្ដើមយាខ្លួនហើយ Tatsuo អាចមានអារម្មណ៍ថាអ្វីរៀបនឹងអាក្រក់ខ្លាំងហើយសភាវគតិនេះគឺដោយសារតែបទពិសោធន៍របស់គាត់ជាអ្នកសង្គ្រោះដែលបានសម្លាប់ Kaiju រាប់មិនអស់ Kaiju នេះរៀបនឹងលោតសង្គ្រោះហើយជីវិតមនុស្សកាន់តែច្រើននឹងត្រូវបញ្ចប់លុះត្រាតែគាត់ធ្វើអ្វីមួយពេលវេលាកំពុងអស់ទៅហើយប៉ុន្តែ Tatsuo បានត្រឹមតែឆ្ងល់ថាតើគាត់អាចធ្វើអ្វីបានដោយគ្មាន Yukio ភ្លាមនោះ Takamura ប្រាប់ Tatsuo ឲ្យទៅកន្លែងសុវត្ថិភាពគ្រប់គ្នាព្រួយបារម្ភពីគាត់ហើយពួកគេលើកទឹកចិត្តឲ្យគាត់រត់ទៅជាមួយពួកគេ Tatsuo នឹកឃើញពីអារម្មណ៍របស់គាត់នៅពេលដែលពួកគេកំពុងខ្លាចជាមិត្តនឹងគ្នាហើយគាត់ដឹងពីអ្វីដែលគាត់ត្រូវធ្វើជំនួសឲ្យការរត់ចេញ Tatsuo មិនសាកសើក្នុងការរត់ទៅទិសដៅផ្ទុយឡើយគាត់រត់កាត់មុខ Kaiju ដោយសង្ឃឹមថានឹងទាក់ទាញចំណាប់អារម្មណ៍របស់វាឲ្យឆ្ងាយពីអ្នកដទៃ Takamura អង្វរឲ្យគាត់ឈប់ប៉ុន្តែ Tatsuo បានសម្រេចគោលដៅរបស់គាត់រួចហើយចំណាប់អារម្មណ៍របស់ Kaiju គឺស្ថិតនៅលើរូបគាត់តែម្នាក់គត់ហើយ AO មិនអាចយល់បានថាហេតុអ្វីបានជា Tatsuo ហ៊ានប្រថុយជីវិតបែបនេះ Kaiju យកឈ្នះលើគាត់យ៉ាងងាយហើយ Tatsuo ត្រូវបានគេវាយឲ្យខ្ទាតរាល់ការវាយប្រហារម្ដង Takamura រួយបារម្ភពីគាត់ខ្លាំងណាស់រហូតដល់ត្រូវគេចាប់គាត់ទុក AO បដិសេធមិនទុក Tatsuo ចោលឡើយដូច្នេះនាងបានសម្រុកចូលទៅជួយគាត់ទោះយ៉ាងណាវាគឺជាស្ថានភាពដែលអស់សង្ឃឹមទាំងស្រុងខណៈដែល Tatsuo មិនអាចកម្រើកបានទៀតទេ AO មកដល់ទល់មុខសត្វសាហាវនោះហើយយើងឃើញថាវាមាន Tatsuo នៅក្នុងដៃ Tatsuo បានរងការខូចខាតខ្លាំងពេកហើយជីវិតរបស់គាត់ជិតដល់ទីបញ្ចប់ហើយរំពេចនោះឧបករណ៍នៅលើមុខរបស់ Tatsuo ចាប់ផ្ដើមភ្លឺឡើងវីរៈបុរសរបស់យើងមានការភ្ញាក់ផ្អើលខណៈដែលពីដានចាប់ផ្ដើមប្រេះហើយមានអ្វីមួយបានធ្លាក់ទម្លុះចុះមកដុំដៃដ៏ធំបានបុកចំ Kaiju ហើយ Tatsuo ស្ទើរតែមិនជឿនឹងភ្នែកប៉ុន្មាននាទីមុននេះយើងឃើញនៅអ្វីដែលបានកើតឡើង42ម៉ោងបានកន្លងផុតទៅចាប់តាំងពីកន្សោមរត់គេខ្លួនបានចុះចតហើយប្រព័ន្ធចុងក្រោយក៏បានចាប់ផ្ដើមដំណើរការបន្ទាប់ពីដំឡើងទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់កន្សោមរត់គេខ្លួនបានរកឃើញ Tatsuo ភ្លាមហើយបានប្រញាប់ទៅរកគាត់នៅពេលដែលវាចូលមកជិត Tatsuo អាចឮ Yukio ហៅគាត់វាបង្ហាញថានេះគឺជាការធានារ៉ាប់រងដែល Yukio បានទុកឲ្យហើយវាគឺជាការធានារ៉ាប់រងដែលគាត់មិនដែលគិតថាគាត់នឹងបានប្រើឡើយឥឡូវនេះ Tatsuo មើលដោយភាពភ្ញាក់ផ្អើលខណៈដែលកន្សោមរត់គេខ្លួនចាប់ផ្ដើមផ្លាស់ប្ដូររូបរាងវាគឺជា Yukio ហើយគាត់និយាយថាដល់ពេលដែលពួកគេទាំងពីរត្រូវតវិញហើយការក្រឡេកមើលត្រឡប់ទៅកាលពី14ឆ្នាំមុនបង្ហាញពីពេលវេលាដែលទីក្រុងកំពុងស្ថិតក្រោមការវាយប្រហារ Tatsuo និង Yukio បានមកដល់ខណៈដែលឪពុករបស់ Tatsuo មើលដោយភាពស្ងប់ស្ងាត់ពួកគេត្រៀមខ្លួនប្រយុទ្ធប៉ុន្តែ Yukio ក៏សម្គាល់ឃើញថាសន្លាក់របស់គាត់ហាក់ដូចជាគាំង Kojika ត្រូវសុំទោសព្រោះគាត់ភ្លេចជួសជុល Yukio កាលពីយប់មិញ Tatsuo ត្រៀមខ្លួននឹងប្រយុទ្ធបន្តប៉ុន្តែគាត់មានការភ្ញាក់ផ្អើលដែលឃើញថាភេសជ្ជៈរបស់គាត់ត្រូវបានជំនួសដោយប្រេងម៉ាស៊ីនវិញនេះគឺជាកំហុសមួយទៀតរបស់ Kojika ដូច្នេះគាត់ត្រូវសុំទោសម្ដងទៀតនៅពេលការប្រយុទ្ធរបស់ពួកគេចាប់ផ្ដើមបន្ទាប់ពីឈ្នះការប្រយុទ្ធពួកគេបានត្រឡប់ទៅមូលដ្ឋានវិញហើយឃើញថា Kojika បានបោះបង់ចោលពួកគេម្ដងទៀតវាតែងតែមានតែពួកគេពីរផ្នែកប៉ុណ្ណោះដូច្នេះ Yukio គឺជាមិត្តដំបូងគេដែល Tatsuo ធ្លាប់មានបន្ទាប់ពីការបំផ្ទុះខ្លួនឯង
ឯងរបស់ Yukio មក Tatsuo ត្រូវបានទុកឲ្យហោះហើរតាមទីអវកាសតែម្នាក់ឯងអស់រយៈពេលជាច្រើនថ្ងៃនៅពេលដែលគាត់គិតពី Yukio គាត់ដឹងថាគាត់មានប្រហោងដ៏ធំមួយនៅក្នុងបេះដូងវាមិនដែលបិទជិតហើយវាក៏មិនដែលរលាយបាត់ឡើយគាត់អាចធ្វើពុតបានត្រឹមតែថាវាបាត់ហើយគាត់បានសន្មតថាវានឹងនៅតែបែបនោះជារៀងរហូតនោះហើយជាមូលហេតុដែល Tatsuo មិនជឿភ្នែកខ្លួនឯងនៅពេលដែលគាត់សម្លឹងមើល Yukio នៅពីមុខគាត់ទោះយ៉ាងណាគ្មានពេលសម្រាប់ជជែកគ្នាឡើយព្រោះ Kaiju ចាប់ផ្ដើមវាយប្រហារ Yukio ធ្វើសកម្មភាពភ្លាមៗហើយគាត់បានវាយបកវិញយ៉ាងខ្លាំងក្លាគាត់ប្រកាសថាក្នុងខណៈពេលនៃការផ្ទុះនោះគាត់បានបញ្ជូនខ្លួនឯងចូលទៅក្នុងកន្សោមការដំឡើងទិន្នន័យបានចំណាយពេលយូរណាស់ដែលជាមូលហេតុដែលគាត់អាចបង្ហាញខ្លួនបានតែនៅពេលនេះ Yukio មានអារម្មណ៍រំភើបខណៈដែលគាត់ប្រាប់ Tatsuo ថាទីបំផុតគាត់បានមកដល់ផ្ទះវិញហើយវីរៈបុរសរបស់យើងមិនអាចទប់ទឹកភ្នែកបានឡើយខណៈដែលគាត់ស្វាគមន៍ការត្រឡប់មកវិញនៃមិត្តតែម្នាក់គត់ដែលគាត់ធ្លាប់មានម្នាក់មើលដោយភាពភ្ញាក់ផ្អើលប៉ុន្តែពួកគេបានចង្អុលបង្ហាញថា Kaiju នៅមានជីវិតនៅឡើយ Yukio អាចដឹងថាទ្វារសត្វសាហាវនោះពិតជាខឹងខ្លាំងណាស់ប៉ុន្តែវាមិនសំខាន់ឡើយគាត់ប្រកាសថារាល់ Kaiju ណាដែលលេចមុខមកនៅចំពោះមុខគាត់និង Tatsuo គឺគ្មានឱកាសរស់ឡើយ Yukio និយាយថារឿងនេះនៅតែជាការពិតទោះបីជាគាត់មិនមានអាវុធសមរម្យសម្រាប់ប្រើប្រាស់ក៏ដោយ Tatsuo មិនចង់ជឿឡើយដូច្នេះ Yukio រំលឹកគាត់ថារាងកាយថ្មីរបស់គាត់នេះគឺមិនមានអ្វីលើសពីកន្សោមរត់គេចខ្លួននោះទេបើនិយាយពីលក្ខណៈបច្ចេកទេសវាកាន់តែទាបជាងគំរូដើមទៅទៀត Tatsuo ឆ្ងល់ថាតើពួកគេនឹងត្រូវធ្វើអ្វីដូច្នេះ Yukio និយាយថាគ្រប់យ៉ាងនឹងមិនអីទេព្រោះពួកគេជាក្រុមតែមួយម្ដងទៀតហើយរឿងរ៉ាវហាក់ដូចជាគ្រាមុនអញ្ចឹងខណៈដែល Tatsuo ប្រាប់ Yukio ថាគាត់ពិតជាមានសុតិធិនិយមពេកហើយអ្នកស្រុកបន្តមើលដោយភាពមិនជឿព្រោះ Tatsuo ហាក់ដូចជាកំពុងនិយាយជាមួយរ៉ូបូតពួកគេកំពុងចូលមកជិតពេកហើយដូច្នេះ AO ត្រូវរំលឹកពួកគេពីគ្រោះថ្នាក់របស់ Kaiju ចាប់ផ្ដើមយាខ្លួនម្ដងទៀតហើយ Yukio ចំណាំក្បាច់របស់វាបានយ៉ាងច្បាស់សត្វសាហាវនោះកំពុងយាជើងមុខនឹងករបស់វាដើម្បីត្រៀមវាយប្រហារចំណីរបស់វា Kaiju បានបោះរាងកាយដ៏ធំរបស់វាទៅលើវីរៈបុរសរបស់យើងហើយបង្កឲ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងសំណាងល្អពួកគេបានលោតគេចេញហើយសត្វសាហាវនោះគ្រាន់តែបុកចូលទៅក្នុងជញ្ជាំង Yukio បានដាក់ Tatsuo ចូលក្នុងកន្សោមហើយគាត់និយាយថាពួកគេប្រកាសជាគ្មានឱកាសឡើយប្រសិនបើការវាយប្រហារនោះត្រូវចំ Kaiju យាខ្លួនម្ដងទៀតហើយ Tatsuo កំណត់ថាវាអាចវាយប្រហារពួកគេឥតឈប់ឈរតាមដែលវាចង់បានវានឹងហួសពេលប្រសិនបើពួកគេវាយបកបន្ទាប់ពីគេរួចដូច្នេះពួកគេត្រូវតែធ្វើអ្វីមួយសត្វសាហាវនោះយាខ្លួនកាន់តែខ្លាំងនៅពេលនេះហើយសូម្បីតែអ្នកស្រុកក៏អាចដឹងថាវាគ្រោងនឹងធ្វើអ្វីមួយដែលគួរឲ្យខ្លាចដែរពួកគេឆ្ងល់ថាតើអ្នកទាំងនោះពិតជាមិនអីទេឬហើយមនុស្សម្នាក់បានប្រកាសថាពួកគេនឹងមិនអីឡើយម្នាក់សួរថាតើគាត់អាចប្រកាសបានដោយរបៀបណាដូច្នេះគាត់រំលឹកពួកគេថាពួកគេធ្លាប់បានឃើញរឿងនេះពីមុនមកពួកគេមិនប្រកាសថាគាត់ចង់មានន័យអ្វីឡើយដូច្នេះម្នាក់ចាប់ផ្ដើមមើលឲ្យកាន់តែជិត Kaiju បញ្ចេញការវាយប្រហាររបស់វាឡើងវិញដូច្នេះវីរៈបុរសរបស់យើងរៀបចំខ្លួនដើម្បីតបតនៅពេលដែលពួកគេរៀបចំប្រយុទ្ធអ្នកស្រុកបានចងចាំទស្សនវិជ្ជានេះសត្វសាហាវនោះហោះកាត់អាកាសម្ដងទៀតប៉ុន្តែលើកនេះវីរៈបុរសរបស់យើងបានវាយប្រហារចំករបស់វានេះគឺជាក្បាច់ដាវ Robo One Style Diablo របស់ពួកគេហើយវាបានកាត់ក្បាលរបស់សត្វសាហាវនោះដែលចេញពីគ្នាទាំងស្រុងអ្នកស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយ AO កាន់តែរំភើបខ្លាំងជាងគេ Kaiju ដ៏ធំនោះត្រូវបានកម្ចាត់ជាស្ថាពរដូច្នេះគ្រប់គ្នាស្រែកហូអបអរសាទរភ្នែករបស់ AO បើកធំខណៈដែលនាងកោតសរសើរវីរៈបុរសរបស់យើងនិងក្បាច់ដែលគាត់ទើបតែប្រើគាត់បានកាប់ Kaiju ខណៈពេលកំពុងវិលខ្លួនហើយប្រើកម្លាំងបង្វិលនោះដើម្បីកាត់ក្បាលវាចេញ Kaiju នោះកំពុងធ្វើចលនាយ៉ាងលឿនប៉ុន្តែ Tatsuo បែរជាអាចមើលឃើញវាបានការអបអរសាទររបស់ពួកគេបន្តទៅមុខប៉ុន្តែអ្វីមួយដែលមិនល្អបានកើតឡើងនៅចម្ងាយ100គីឡូម៉ែត្រកន្លែងនោះគឺទីក្រុង Tokyo ហើយនៅទីនោះយើងឃើញ Kaiju ប្រភេទថ្មីខុសគ្នាទាំងស្រុងរបស់នេះគឺជាយក្សដូចគ្នាប៉ុន្តែរូបរាងរបស់វាមានលក្ខណៈដូចមនុស្សជាង Kaiju ផ្សេងទៀតបន្ទាប់ពីកម្ចាត់ Kaiju ដ៏ធំនោះរួច Tatsuo និង Yukio ត្រូវបាននាំទៅកាន់ផ្សារទំនើបដែលជាកន្លែងអ្នករស់រានមានជីវិតរស់នៅ Tatsuo មិនចង់ជឿឡើយថាពួកគេពិតជាត្រូវបាននាំទៅទីនោះមែនហើយគាត់គ្រាន់តែត្រេកអរដែលពួកគេអាចកម្ចាត់ Kaiju បាននៅពេលដែលពួកគេធ្វើដំណើរ Yukio លើកឡើងថាវាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលភពផែនដីទាំងមូលក៏ក្នុងរយៈពេលត្រឹមតែ10ឆ្នាំ Tatsuo យល់ស្របហើយនិយាយថាគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលគាត់បានចុះចតលើផែនដីតែម្នាក់ឯងដំបូងគាត់រំភើបចិត្តម្ដងទៀតខណៈដែលគាត់ប្រាប់ Yukio ថាគាត់ពិតជាសប្បាយចិត្តណាស់ដែល Yukio នៅមានជីវិត Yukio សូមឲ្យគាត់មេត្តាឈប់យំរាល់ពេលដែលពួកគេនិយាយគ្នាទៅព្រោះវាធ្វើឲ្យការសន្ទនាពិតជាពិបាក Tatsuo សូមទោសប៉ុន្តែ Yukio ក៏រំភើបចិត្តដូចគ្នាការឃើញ Tatsuo យំរាល់ពេលក៏ធ្វើឲ្យគាត់ទុកចិត្តមិនបានដែរហើយគាត់សារភាពថាគាត់ក៏សប្បាយចិត្តដែរដែលពួកគេបានជួបគ្នាវិញបុរសម្នាក់នៅក្នុងក្រុមនិយាយថាពួកគេច្បាស់ជាមានអាហារហូរហៀមួយរយៈជាមួយនឹងសាច់ Kaiju ទាំងនេះក្មេងស្រីម្នាក់និយាយថារ៉ូបូតអ្នកសង្គ្រោះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ហើយនាងបែរទៅរក AO ដើម្បីចង់ដឹងថានាងយល់ស្របដែរឬទេ AO មិនបានឆ្លើយតបឡើយព្រោះនាងបានដើរទៅបាត់ហើយនាងបានចូលទៅជិត Tatsuo ហើយហុចម្នាស់កំប៉ុងមួយឲ្យគាត់នាងបញ្យល់ថាសប្តាហ៍ថ្ងៃនេះពួកគេរក្សារបស់ប្រភេទនេះសម្រាប់ឲ្យការអបអរសាទរពិសេសប៉ុណ្ណោះ Yukio ថ្លែងអំណរគុណដល់នាងប៉ុន្តែ Tatsuo ភ្លេចរបៀបប្រើពាក្យសម្ដីម្ដងទៀត Yukio ឆ្ងល់ថាតើ AO អាចឡើងមកដល់ទីនោះដោយរបៀបណាហើយ Yukio រំលឹក Tatsuo ថាគាត់ពិតជាត្រូវអភិវឌ្ឍជំនាញទំនាក់ទំនងរបស់គាត់ហើយ AO បញ្យល់ថាម្នាស់កំប៉ុងនោះគឺជាវត្ថុមានតម្លៃបំផុតដែលមិនអាចផលិតបានទៀតឡើយរបស់ផ្អែមគឺកម្រខ្លាំងណាស់នៅក្នុងពិភពលោកបច្ចុប្បន្នហើយម្នាស់ក៏មិនមែនជាករណីលើកលែងដែរ AO អាចធំក្លិនផ្អែមចេញពីកំប៉ុងបានទៅហើយសូម្បីតែនាងក៏មានការភ្ញាក់ផ្អើលដែរ Tatsuo សម្លឹងមើលកំប៉ុងហើយឆ្ងល់ថាតើវាពិតជាមិនអីទេឬសម្រាប់គាត់ក្នុងការទទួលរបស់ដ៏មានតម្លៃបែបនេះ AO សាក់ស្ទើរ
រវាងការប្រាប់ឲ្យគាត់ញ៉ាំនិងភ្លាមនោះប្រាប់គាត់ថាកុំឲ្យញ៉ាំនាងប្រញាប់កែតម្រូវសម្ដីខ្លួនឯងហើយជំរុញឲ្យគាត់ញ៉ាំវាឥឡូវនេះខណៈដែលនាងនៅតែអាចគ្រប់គ្រងចិត្តខ្លួនឯងបាននាងបញ្យល់ថា Tatsuo និង Yukio បានសង្គ្រោះជីវិតពួកគេទាំងអស់គ្នាហើយនាងចង់តបស្នងវិញជាមួយនឹងអ្វីដែលគួរឲ្យស្រឡាញ់ដូចគ្នាបន្ទាប់មកនាងបានអរគុណពួកគេទាំងពីរដោយស្មោះអស់ពីដួងចិត្តចំពោះអ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើ Tatsuo កំណត់ថាការញ៉ាំវាគឺជាទង្វើគួរសមដូច្នេះគាត់ក៏ញ៉ាំវា AO ប្រាប់ឲ្យគាត់បន្តញ៉ាំចុះហើយ Tatsuo ចាប់ផ្ដើមញ៉ាំម្នាស់គាត់ពិតជាលង់នឹងរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វាប៉ុន្តែ AO បែរជាមានការតក់ស្លុតបន្ទាប់ពីគាត់ញ៉ាំបានតែមួយម៉ាត់ Tatsuo ឆ្ងល់ថាតើគាត់ធ្វើអ្វីខុសមែនទេប៉ុន្តែ AO បញ្យល់ថាមិនមែនបែបនោះទេវាគ្រាន់តែជាការឈឺចាប់សម្រាប់នាងដែលបានឃើញចំនួនម្នាស់សរុបនៅក្នុងពិភពលោកនេះកាន់តែថយចុះបន្ទាប់ពីពួកគេញ៉ាំអស់មួយកំប៉ុង Tatsuo អរគុណ AO សម្រាប់អាហារ AO ប្រាប់គាត់ថានាងមិនមែនគ្រាន់តែមកទីនេះដើម្បីឲ្យម្នាស់គាត់នោះទេនាងក៏ចង់ណែនាំខ្លួនឯងនិងផ្ដល់ព័ត៌មានខ្លះដល់គាត់ផងដែរនាងណែនាំខ្លួនជាផ្លូវការថា Onagi ហើយម្ដងទៀតអរគុណ Tatsuo ដែលបានជួយសង្គ្រោះពួកគេ Tatsuo ណែនាំខ្លួនត្រឡប់ទៅវិញដោយភាពភ័យអរហើយនិយាយថាពិតជារីករាយណាស់ដែលបានជួបនាងនៅក្នុងចិត្ត Tatsuo រំភើបណាស់ព្រោះឥឡូវនេះគាត់បានបញ្ជាក់អត្តសញ្ញាណខ្លួនឯងបានម្ដងទៀតហើយជាផ្នែកមួយនៃការណែនាំខ្លួន AO និយាយថាអាហារដែលនាងចូលចិត្តជាងគេគឺចាហួយសណ្ដែកក្រហមតម្លៃថ្លៃ Yukio មិនចង់ជឿឡើយថានាងបានជួបនឹងម្នាស់ដល់ថ្នាក់នឹងទាំងដែលវាមិនមែនជាអាហារដែលនាងចូលចិត្តបំផុតផង AO ប្រាប់គាត់ថាមានរឿងផ្សេងទៀតដែលនាងចង់ចែកចាយជាមួយគាត់ហើយនាងនិយាយថានាងចង់ប្រាប់គាត់អំពីអ្វីដែលបានកើតឡើងកាលពី10ឆ្នាំមុន Tatsuo ស្ទាក់ស្ទើរមួយផ្លែតប៉ុន្តែគាត់ប្រាប់នាងថាគាត់ចង់ឮរឿងនោះកាលពី10ឆ្នាំមុននៅក្នុងប្រទេសជប៉ុន Kaiju ចម្លែកមួយបានលេចចេញពីសមុទ្រការឃើញ Kaiju មិនមែនជារឿងពិសេសអ្វីឡើយព្រោះមនុស្សធ្លាប់ទៅហើយប៉ុន្តែមានអ្វីដែលខុសប្លែកពីមុនចំពោះមួយនេះគឺខុសគ្នាទាំងស្រុងពីអ្វីដែលនរណាម្នាក់ធ្លាប់បានឃើញពីមុនមកហើយមានរឿង3យ៉ាងដែលធ្វើឲ្យវាខុសប្រក្រតីពិតប្រាកដទី1វាមានរូបរាងដូចមនុស្សយ៉ាងច្បាស់ទី2វាបានលេចចេញមកមិនមែនមកពីទីអវកាសដូច Kaiju ផ្សេងទៀតឡើយប៉ុន្តែគឺមកពីសមុទ្រលើសពីនេះទៅទៀតវាត្រូវបានអមដំណើរដោយស្វែពណ៌សហោះដ៏ចម្លែកពួកទាហានមិនដឹងថាវាជាអ្វីឡើយប៉ុន្តែពួកគេបានសម្រេចចិត្តកម្ចាត់វាចោលនៅពេលដែលពួកគេរៀបចំប្រយុទ្ធពួកទាហានបានត្អូញត្អែអំពីភាពក្តៅនៅក្នុងម៉ាស៊ីនរបស់ពួកគេទោះជាយ៉ាងណារឿងនោះបានផ្លាស់ប្ដូរយ៉ាងលឿនខណៈដែលសីតុណ្ហភាពនៅក្នុងរ៉ូបូតចាប់ផ្ដើមធ្លាក់ចុះយ៉ាងគំហុកទឹកចាប់ផ្ដើមឡើងកកហើយស្វែទាំងនោះបានកើនឡើងទ្វេដងមុនពេល Kaiju បញ្ជូនពួកវាចេញទៅក្នុងរយៈពេលដ៏ខ្លីស្វែពណ៌សទាំងនេះបានលេចឡើងនៅទូទាំងសកលលោកពួកវានៅតែបន្តការវាយលុកហើយកើនឡើងឥតឈប់ឈរខណៈដែលពួកគេរីករាលដាលពេញពិភពលោករាល់ពេលដែលពួកគេប៉ះជាមួយអ្វីមួយស្វែទាំងនោះនឹងបង្កអ្វីគ្រប់យ៉ាងនៅក្នុងតំបន់នោះខ្យល់ត្រជាក់ខ្លាំង Sondergrave បានបក់បោកមកនិងបានឆក់យកជីវិតមនុស្សរាប់មិនអស់យ៉ាងងាយស្រួលចាប់តាំងពីថ្ងៃនោះមកភពផែនដីមិនដែលកក់ក្ដៅម្ដងទៀតឡើយហើយវាបានចាប់ផ្ដើមតាំងពីមួយទសវត្សរ៍មុន Tatsuo និង Yukio មានការតក់ស្លុតជាខ្លាំងដែលបានឮរឿងនេះហើយពួកគេឆ្ងល់ថាតើរឿងទាំងអស់នេះកើតឡើងយ៉ាងដូចម្ដេចភ្លាមបន្ទាប់ពីពួកគេចាក់ចេញពួកគេមិនជឿឡើយថារឿងនេះត្រូវបានធ្វើឡើងដោយ Kaiju តែមួយហើយពួកគេឆ្ងល់ថាតើវាមានអំណាចខ្លាំងកម្រិតណាពួកគេចង់ដឹងថាតើកងកម្លាំងការពារប្រឆាំងនឹង Kaiju នៅឯណាហើយ AO បញ្ជាក់ថានាងដឹងថាពួកគេជានរណា Yukio និយាយថាពួកគេសុទ្ធតែជាអ្នកជំនាញនៅពេលនិយាយអំពីការប្រយុទ្ធប្រឆាំងនឹង Kaiju ដូច្នេះពួកគេមិនអាចនៅស្ងៀមមិនធ្វើអ្វីសោះនោះទេ AO បញ្យល់ថាវាគ្រាន់តែជាការកើតឡើងភ្លាមពេកហើយការខូចខាតដ៏ធំធេងដែលកើតមានឡើងក្នុងការបង្កលើកដំបូងអ្នកដែលរស់រានមានជីវិតបានព្យាយាមអស់ពីសមត្ថភាពដើម្បីការពារមនុស្សប៉ុន្តែវាមិនយូរប៉ុន្មានទេក៏មាន Kaiju បន្ថែមទៀតធ្លាក់ចុះមកពីទីអវកាសម្ដងទៀត AO មិនគិតថាពួកគេត្រូវបានកម្ចាត់ទាំងស្រុងឡើយព្រោះមានពាក្យចចាមអារាមគ្រប់បែបយ៉ាងមួយក្នុងចំណោមនោះគឺថាមានផ្សារទំនើបសម្រាប់តែអ្នករស់រានមានជីវិតពី Eder ប៉ុន្តែហាក់ដូចជាមានការដណ្ដើមអំណាចគ្នានៅទីនោះ Tatsuo និង Yukio និយាយថាអ្នកខ្លះក្នុងចំណោមពួកគេប្រកាសជានៅមានជីវិតហើយ AO ប្រាប់ពួកគេថានាងសង្ឃឹមថាពួកគេនឹងបានជួបអ្នកដទៃទៀតបន្តិចក្រោយមក AO និយាយថាពួកគេជិតដល់ហើយនាងប្រាប់ឲ្យពួកគេត្រៀមខ្លួន Furumaki ប្រាប់ Tatsuo ថាកុំឲ្យ AO ខកចិត្តជាមួយនឹងប្រតិកម្មរបស់គាត់ហើយ Tatsuo ពិតជារំភើបណាស់ដែលបានឮនរណាម្នាក់ហៅឈ្មោះរបស់គាត់ពួកគេបានបត់ជ្រុងមួយហើយ AO ប្រកាសថាពួកគេបានមកដល់ផ្សារទំនើប Mishima ហើយ Tatsuo មានការភ្ញាក់ផ្អើលនៅពេលដែលគាត់បានឃើញវាព្រោះវាត្រូវបានសាងសង់នៅក្នុងស្នាមប្រេះនៃទឹកកក Furumaki និយាយថាវាប្រហែលជាធ្លាប់ជាសាលាមធ្យមសិក្សាកាលពីមុនហើយគាត់សង្ឃឹមថាវាមិនធ្វើឲ្យខកចិត្តឡើយ Tatsuo និយាយថាមិនខកចិត្តទាល់តែសោះព្រោះមានមនុស្សច្រើនណាស់នៅទីនេះភ្លាមនោះអ្នករាល់គ្នានៅក្នុងផ្សារទំនើបគាត់សម្គាល់ឃើញថា AO បានត្រឡប់មកវិញម្នាក់ចាប់ផ្ដើមឆ្ងល់ថាតើនេះមានន័យថាអ្នកសង្គ្រោះបានត្រឡប់មកវិញឬអ្នកផ្សាំបានត្រឡប់មកវិញដោយជោគជ័យហ្វូងមនុស្សកាន់តែច្រើនឡើងហើយគ្រប់គ្នាពិតជារំភើបដែលបានឃើញ Tatsuo និង Yukio ពួកគេស្វាគមន៍ពួកគេត្រឡប់មកផ្ទះវិញហើយអបអរសាទរដែលពួកគេបានត្រឡប់មកវិញ Tatsuo មិនជឿភ្នែកខ្លួនឯងឡើយព្រោះមានមនុស្សច្រើនណាស់កំពុងអបអរសាទរពួកគេចង់ឲ្យ Tatsuo ធ្វើកាយវិការបង្ហាញសាច់ដុំហើយពួកគេហៅគាត់ថាជាអ្នកមានកម្លាំងខ្លាំងដូចយក្សខណៈដែលគាត់ធ្វើតាមបន្ទាប់មក AO បានឆ្លៀតពេលបញ្យល់ពីរបៀបរស់នៅក្នុងផ្សារទំនើបមានមនុស្សប្រហែល200នាក់រស់នៅជាមួយគ្នាហើយគ្រប់គ្នាមានតួនាទីជាក់លាក់សរុបមកមានមនុស្សដែលចេញទៅខាងក្រៅដើម្បីស្វែងរកធនធានវប្បធម៌ហើយបន្ទាប់មកមានមនុស្សដែលនៅខាងក្នុងនិងដំណើរការហេដ្ឋារចនាសម្ព័ន្ធដែលធ្វើឲ្យផ្សារទំនើបដំណើរការមានផ្នែកសម្ភារៈផ្នែកជីវភាពប្រចាំថ្ងៃក្រុមរុះរើផ្នែកជីកកាយផ្នែកឃ្លាំងនិងផ្នែកបច្ចេកវិទ្យា Tatsuo មានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយគាត់គិតថាអ្នករាល់គ្នានៅទីនេះគឺពិតជាអស្ចារ្យណាស់គាត់សួរ AO ថាតើនាងជា
ប្រធានផ្នែកណាហើយនាងឆ្លើយថានាងជាប្រធានផ្នែកគណនេយ្យថាត់សួរភ្ញាក់ផ្អើលនឹងចម្លើយនេះព្រោះនាងបានប្រយុទ្ធកាលពីមុន Furumaki អាចដឹងថាគាត់ប្រហែលជាកំពុងឆ្ងល់ថាហេតុអ្វីបានជា AO ទៅនៅក្នុងកន្លែង Kaiju តាំងពីដំបូងគាត់បញ្យល់ថាតាមពិត AO មិនត្រូវបានអនុញ្ញាតឲ្យចាក់ចេញពីផ្សារទំនើបឡើយប៉ុន្តែនាងតែងតែលបចេញទៅក្រៅរៀងរាល់ពេល AO ឃើញថាមានមនុស្សមួយចំនួនកំពុងរងចាំពួកគេដោយការខឹងសម្បារដូច្នេះនាងនិយាយថាដល់ពេលដែលពួកគេត្រូវទៅទទួលការស្ដីបន្ទោសម្ដងទៀតហើយមុននឹងចាក់ចេញនាងប្រាប់ Tatsuo ថា Takimura បានផ្ដល់ការមើលថែគាត់ Takamura និយាយថាគាត់ចង់បង្ហាញ Tatsuo នៅកន្លែងដ៏ពិសេសមួយហើយគាត់បាននាំគាត់ទៅកន្លែងទឹកក្តៅ Tatsuo និយាយមិនចេញហើយគាត់មិនជឿនឹងភ្នែកខ្លួនឯងឡើយគាត់បានចំណាយពេល10ឆ្នាំនៅក្នុងទីអវកាសហើយអ្វីៗដែលគាត់បានជួបតាំងពីត្រឡប់មកផែនដីវិញគឺត្រជាក់ខ្លាំងណាស់ Takamura ញញឹមហើយប្រាប់គាត់ថាគាត់បានរៀបចំឲ្យ Tatsuo នៅទីនេះតែម្នាក់ឯងគាត់បានបន្ថែមយ៉ាងលឿនថាគាត់និងកូនប្រុសរបស់គាត់ក៏នឹងចូលរួមជាមួយគាត់ដែរនៅពេលដែលទឹកក្តៅធ្វើឲ្យគាត់មានអារម្មណ៍ធូរស្រាល Tatsuo គាត់សម្គាល់អ្វីដែលប្លែកគាត់ឆ្ងល់ថាហេតុអ្វីបានជាផ្សារទំនើបនេះមានភាពកក់ក្តៅតាំងពីដំបូងព្រោះនៅពេលដែលគាត់ចុះពីលើ Yukio ផ្សារទំនើបគឺជាកន្លែងតែមួយគត់ដែលគ្មានព្រិលនៅជុំវិញវាឡើយ Takamura គាត់សម្គាល់ឃើញថា Tatsuo កំពុងគិតយ៉ាងជ្រៅហើយគាត់ប្រាប់គាត់ឲ្យផ្ដោតលើទឹកនៅពេលនេះសិនបន្ទាប់មក Takamura បង្ហាញថាមាន Kaiju មួយត្រូវបានកប់នៅក្រោមផ្សារទំនើបនេះ Tatsuo ភ្ញាក់ផ្អើលជាខ្លាំងដែលបានឮរឿងនេះប៉ុន្តែ Takamura ធានាដល់គាត់ថាវាមានសុវត្ថិភាពទាំងស្រុងគាត់ប្រាប់ឲ្យគាត់ស្ដាប់ដោយប្រុងប្រយ័ត្នព្រោះគាត់ហ៊ាននឹងប្រាប់គាត់ពីរឿងរបស់អ្នកផ្សាំ Kaiju ដែលបានសង្គ្រោះពួកគេទាំងអស់គ្នា11ខែបន្ទាប់ពីការបង្កកដ៏ធំអ្នកដែលរស់រានមានជីវិតស្ថិតក្នុងស្ថានភាពអស់សង្ឃឹមពួកគេបានផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយដើម្បីស្វែងរកជម្រកប៉ុន្តែ Kaiju បានកាន់កាប់នៅគ្រប់ទីកន្លែងមកដល់ចំណុចនោះពួកគេបានអស់ស្បៀងអាហារទាំងស្រុងហើយកំពុងតែដាច់បាយស្លាប់ថ្ងៃមួយមាននរណាម្នាក់បានរកឃើញសពរបស់ Kaiju ហើយពួកគេអស់សង្ឃឹមខ្លាំងណាស់រហូតដល់គ្រប់គ្នាបានស៊ីវារឿងនេះបានឆក់យកជីវិតរបស់ពួកគេអស់ពាក់កណ្ដាលព្រោះរាងកាយរបស់មនុស្សជាច្រើនបានបដិសេធសាច់របស់សត្វមកពីក្រៅភពអ្នកដែលមានសំណាងដែលរាងកាយមិនបានបដិសេធសាច់នោះបានរស់រានមានជីវិតអ្នកដែលជ្រើសរើសមិនស៊ីវាមិនយូរប៉ុន្មានក៏បានកស្លាប់ជំនួសវិញវាគឺជាស្ថានភាពដ៏គួរឲ្យរន្ធត់ប៉ុន្តែអ្នករស់រានមានជីវិតត្រូវតែបន្តទៅមុខក្នុងអំឡុងពេលមួយនៃគ្រាដ៏អស់សង្ឃឹមទាំងនេះ AO កំពុងតែប្រឹងប្រែងដើម្បីដើរតាមក្រុមឲ្យទាន់នាងស្ទើរតែគ្មានធម៌ពលឡើយហើយនាងត្រូវគេលើក3បុរសម្នាក់បានផ្ដល់យោបល់ឲ្យពួកគេទុកនាងចោលព្រោះនាងកំពុងធ្វើឲ្យពួកគេយឺតយ៉ាវគ្រូរបស់ AO បានបដិសេធមិនស្ដាប់ហើយគាត់បានសួរថាតើនរណាអាចនិយាយអ្វីបែបនេះបានបុរសនោះបានចង្អុលបង្ហាញថា AO បានធ្លាក់ខ្លួនឈឺតាំងពីនាងស៊ីសាច់ Kaiju ហើយវានៅសល់តែពេលវេលាប៉ុណ្ណោះមុនពេលដែលនាងក្អួតឈាមនិងស្លាប់ដូចអ្នកដទៃព្រាមនោះ Kaiju មួយបានលេចមុខមកហើយគ្រប់គ្នាបានចាប់ផ្ដើមរត់ពួកគេខ្លះបានរឹងខ្លួនដោយសារភាពភ័យខ្លាចប៉ុន្តែគឺដោយសារតែមាន Kaiju មួយទៀតនៅពីក្រោយពួកគេបន្ទាប់ពីរត់រួចពួកគេបានកត់សម្គាល់ឃើញថា Kaiju ទាំងពីរបានសម្លឹងមើលមុខគ្នាគ្រូរបស់ AO ទើបតែដឹងថានៅក្នុងភាពច្របូកច្របល់នោះគាត់បានភ្លេចនាងចោលដោយអចេតនា Takamura បានបដិញ្ញាចិត្តថានឹងត្រឡប់ទៅរកនាងប៉ុន្តែគ្រប់គ្នាបានខាត់គាត់ពួកគេនិយាយថាវាគ្មានប្រយោជន៍ទេព្រោះនាងដូចជាស្លាប់ទៅហើយ Takamura បានទូកំហឹងនិងនិយាយថាវាជារឿងខុសឆ្គងក្នុងការបោះបង់ជីវិតកុមារម្នាក់ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយគាត់បានប្រកាសថាដរាបណាពួកគេនៅជាមនុស្សជាតិវាមិនមែនជារឿងត្រឹមត្រូវឡើយក្នុងការបោះបង់នរណាម្នាក់ចោលក្រុមនោះបានរំលឹកគាត់ថាលែងមានអ្នកសង្គ្រោះទៀតហើយប៉ុន្តែ Takamura បដិសេធមិនបោះបង់ឡើយទន្ទឹមនឹងនោះ AO នៅម្នាក់ឯងទាំងស្រុងនឹងស្ថិតក្នុងស្ថានភាពជិតស្លាប់នាងមិនអាចកម្រើកបានឡើយហើយសម្រាប់ហេតុផលខ្លះសក់របស់នាងបានប្រែជាពណ៌សក់សម្លេងអាចកំបាំងមួយបានចាប់ផ្ដើមនិយាយទៅកាន់នាងនៅក្នុងក្បាលរបស់នាងហើយវាបានសួរថាតើនាងកំពុងគិតអ្វីនៅពេលដែលនាងប្រឈមមុខនឹងសេចក្តីស្លាប់ផ្ទាល់ខ្លួន AO ដឹងថាសម្លេងនេះបាននិយាយទៅកាន់នាងតាំងពីនាងស៊ីសាច់ Kaiju មកម្លេះហើយឥឡូវនេះនាងយល់ហើយថាវាបានមកពី Kaiju ខ្លួនឯង Kaiju នោះប្រាប់នាងថានាងនឹងត្រូវស្លាប់ហើយវាបានឃើញថាអារម្មណ៍របស់មនុស្សគឺគួរឲ្យចាប់អារម្មណ៍ណាស់ AO អាចគិតបានត្រឹមតែថានាងមិនចង់ឲ្យជីវិតរបស់នាងបញ្ចប់ឡើយមានរឿងជាច្រើនដែលនាងមិនទាន់បានឆ្លងកាត់ដូចជាការមានស្នេហានិងការចូលរួមប្រកួតកីឡាអូឡ িম্পিক នាងចង់ញ៉ាំនំផេនខេកក្តៅៗព្រោះនាងមិនចង់ឲ្យអាហារចុងក្រោយរបស់នាងគឺជាសាច់ Kaiju ឡើយ AO ខ្លាចការឈឺចាប់និងការបាត់បង់ជីវិតដូច្នេះនាងបានស្រែកយំសម្លេងនោះពិតជាចូលចិត្តស្ដាប់រឿងនេះណាស់ព្រោះវាគឺជាអារម្មណ៍ដែលវាបានស្រមៃទុកវាប្រាប់នាងថាវារំពឹងថានាងនឹងមានអារម្មណ៍ភ័យខ្លាចអស់សង្ឃឹមសោកស្ដាយនិងលើសពីនេះទៅទៀតគឺការស្អប់ខ្ពើមចំពោះមនុស្សដែលបានបោះបង់នាងចោល AO ចំណាយពេលមួយភ្លែតដើម្បីគិតអំពីអ្វីគ្រប់យ៉ាងហើយបន្ទាប់មកនិយាយដោយស្ងប់ស្ងាត់ថានាងមិនមានអារម្មណ៍ស្អប់ខ្ពើមទាល់តែសោះនាងបានប្រាប់ Kaiju ថានាងពិតជាមានអារម្មណ៍ស្រឡាញ់យ៉ាងខ្លាំងចំពោះមនុស្សដែលនៅជុំវិញខ្លួននាង Kaiju នោះពិតជាមានភាពងឿងឆ្ងល់ជាខ្លាំងចំពោះរឿងនេះនិងបានប្រាប់នាងថាវាមិនអាចយល់បានឡើយ AO បន្តពន្យល់ថាតើមនុស្សទាំងនោះជានរណាចំពោះនាងនាងបានរៀបរាប់ពីរបៀបដែលលោកនិងលោកស្រី Takamura តែងតែចែករំលែកអាហារជាមួយក្មេងៗសូម្បីតែនៅពេលដែលពួកគេមិនមានគ្រប់គ្រាន់សម្រាប់ខ្លួនឯងក៏ដោយនាងបាននិយាយអំពីគ្រូរបស់នាងដែលជាមនុស្សកំសាកទាំងស្រុងប៉ុន្តែក៏តែងតែមើលថែក្មេងៗទោះក្នុងតម្លៃណាក៏ដោយនោះគឺជាអ្វីដែលពួកគេម្នាក់ៗមានហើយ AO បានប្រាប់ Kaiju ថានាងស្រឡាញ់ពួកគេម្នាក់ៗទាំងអស់ AO បានប្រើកម្លាំងចុងក្រោយរបស់នាងដើម្បីក្រោកឈរឡើងហើយនាងបានប្រកាសថានាងចង់ការពារពួកគេនាងចាំបានថាធ្លាប់ឮនរណាម្នាក់និយាយថាពួកគេលែងមានអ្នកសង្គ្រោះទៀតហើយដូច្នេះនាងនិយាយថាពួកគេនៅមានរូបនាង Kaiju នោះបានក្រហមដាក់មុខនាងប៉ុន្តែ AO មិនបានរង្គោះរង្គើឡើយនាងបានប្រកាសថានាងនឹងហែកវាជាចំណែកពីខាងក្នុងនិង
ប្រកាសថាមនុស្សជាតិនឹងឈ្នះខៃជូបានវាយប្រហារនាងប៉ុន្តែខៃជូមួយទៀតបានមករ៉ារាំងវាខៃជូនៅក្នុងក្បាលរបស់នាងបាននិយាយថាអ្វីគ្រប់យ៉ាងដែលនាងកំពុងនិយាយគឺមិនអាចយល់បានឡើយវាបានឃើញថារឿងទាំងមូលពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ហើយវាមិនអាចយល់បានថាតើកុមារម្នាក់ដ៏តូចបែបនេះអាចនិយាយអំពីការការពារអ្នករាល់គ្នាខណៈពេលដែលកំពុងប្រឈមមុខនឹងសេចក្តីស្លាប់ដោយរបៀបណាខៃជូដែលបានការពារនាងនោះបានទទួលបានអំណាចថ្មីមួយចំនួនហើយសូម្បីតែ AO ក៏មានការភ្ញាក់ផ្អើលដែរនៅពេលដែលនាងត្រូវបានគ្របដណ្ដប់ដោយអណ្ដាតភ្លើងផងដែរអ្នកគ្រប់គ្នាដែលកំពុងមើលមានការមិនជឿខណៈដែលពួកគេដឹងថា AO បានភ្ជាប់ទំនាក់ទំនងជាមួយខៃជូតាមរបៀបណាមួយពួកគេទាំងពីរមានភាពស៊ីសង្វាក់គ្នាដូច្នេះគ្រប់គ្នាឆ្ងល់ថាតើនាងគឺជាអ្នកផ្សាំខៃជូមែនឬទេរឿងបែបនេះមិនដែលកើតឡើងពីមុនមកឡើយដូច្នេះពួកគេបានចាប់ផ្ដើមហៅនាងថាជាអ្នកសង្គ្រោះរបស់ពួកគេខៃជូនោះបានប្រាប់ AO ថាវាចាប់អារម្មណ៍នឹងគំនិតនិងអារម្មណ៍របស់នាងជាការដោះដូរសម្រាប់ចំណេះដឹងទាំងនេះវានឹងប្រើប្រាស់អំណាចថ្មីរបស់វាដើម្បីការពារពួកគេទាំងអស់គ្នាដរាបណានាងនៅតែបង្ហាញអារម្មណ៍ទាំងនេះដល់វាបានសន្យាថានឹងរក្សាដីឲ្យមានភាពកក់ក្ដៅត្រឡប់មកបច្ចុប្បន្នវិញ Tatsuo ត្រូវបានបង្ហាញពីខៃជូនៅខាងក្រោមផ្សារទំនើបហើយគាត់មិនជឿនឹងភ្នែកខ្លួនឯងឡើយនៅកន្លែងផ្សេងទៀត Wolseni ឯកម្នាក់កំពុងតាមដានខៃជូដ៏អាតកំបាំងយ៉ាងយកចិត្តទុកដាក់ខៃជូនោះអង្គុយនៅលើកំពូលអគារយ៉ាងរំភើយដែលធ្វើឲ្យ Wolseni ឯកមានការខឹងសម្បារយ៉ាងខ្លាំងកូនចៅរបស់គេឈ្មោះ Tochi បានមកដល់ហើយប្រាប់ថាគេមកទីនេះដើម្បីទទួល Wolseni ឯកអាតុយប្រាប់គេថាវាគឺជាយុគដ៏ត្រជាក់បំផុតហើយព្រមានថាប្រសិនបើពួកគេចូលទៅជិតខៃជូលើសពីនេះសម្បីតែសម្លៀកបំពាក់ការពារភាពត្រជាក់ក៏មិនអាចជួយអ្វីបានច្រើនដែរ Wolseni ឯកដឹងរឿងនេះរួចជាស្រេចដែលជាហេតុធ្វើឲ្យគេនិយាយថាពួកគេត្រូវការប្រភពកម្ដៅអាតុយដឹងភ្លាមថាគេកំពុងនិយាយអំពីខៃជូភ្លើងដែលត្រូវបានរក្សាទុកនៅផ្សារទំនើប Mishima អាតុយឆ្ងល់ថាមានរឿងអ្វីកើតឡើងចំពោះខៃជូដែលមានរូបរាងដូចមនុស្សដូច្នេះ Wolseni ឯកបញ្យល់ថាវាមិនបានកម្រើកសម្បីតែបន្តិចគ្មាននរណាដឹងថាវាចង់បានអ្វីឡើយប៉ុន្តែ Wolseni ឯកបញ្ជាក់យ៉ាងច្បាស់ថាការកម្ចាត់វាគឺជាកិច្ចការចាំបាច់បំផុតប្រសិនបើពួកគេចង់សង្គ្រោះពិភពលោកភ្លាមនោះខៃជូដ៏គួរឲ្យរន្ធត់នោះបានសម្លឹងមកពួកគេហើយ Wolseni ឯកដឹងថាវាបានដឹងខ្លួនហើយជាអកុសលវាយឺតពេលទៅហើយខណៈដែលអគារដែលពួកគេកំពុងឈរបានចាប់ផ្ដើមដួលរលំខៃជូយ៉ាក់ដែលមានក្បាល3បានបង្ហាញខ្លួនហើយពួកគេសន្និដ្ឋានថាខៃជូរូបរាងមនុស្សនោះមានសូម្បីតែអង្ក្រស្ផ្ទាល់ខ្លួន Wolseni ឯកប្រាប់អាតុយថាពួកគេគ្មានជំរឿសអ្វីក្រៅពីប្រយុទ្ធឡើយអាតុយរំលឹកគ្រប់គ្នាថាពួកគេគឺជាអង្គកម្លាំងការពារប្រឆាំងនឹងខៃជូហើយពួកគេគឺជាពន្លឺនៃវឺតគេបានប្រឈមមុខនឹងខៃជូហើយប្រកាសថាវីដពេលបង្ហាញឲ្យពិភពលោកឃើញពីអ្វីដែលវឺតអាចធ្វើបានហើយត្រឡប់មកវិញជាមួយតាស៊ូអូគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញថាពិតជាមានខៃជូនៅក្រោមផ្សារទំនើប Mishima មែនគេសង្កេតឃើញថាវាមានរូបរាងដូចជាសត្វបក្សីយ៉ាក់ហើយត្រូវបានគ្របដណ្ដប់ដោយអណ្ដាតភ្លើងបញ្យល់ថានៅពេលដែលនាងបានភ្ជាប់ទំនាក់ទំនងជាមួយវាហើយទទួលបានការគិតវាក៏ស្ថិតក្នុងរូបរាងបក្សីនេះទៅហើយទោះជាយ៉ាងណាក៏ដោយនៅពេលដែលវាមកដល់ផែនដីដំបូងវាប្រហែលជាខៃជូធម្មតាប៉ុណ្ណោះបន្ទាប់មកនាងបានហៅវាដោយផ្ទាល់តាមឈ្មោះរបស់វាគឺដែនដីមនុស្សប្រាប់នាងឲ្យឈប់និយាយរំខានព្រោះគេកំពុងសម្រាកតាកាមូរ៉ាបន្ទាប់មកប្រាប់តាស៊ូអូថាពួកគេមានសំណាងណាស់ដែលបានជួបបន្ទាប់ពីនាងងូតទឹករួចប្រសិនបើគ្មាននាងនៅទីនេះទេពួកគេនឹងមិនដឹងថាខៃជូកំពុងនិយាយអ្វីឡើយភ្លាមនោះខៃជូក៏បញ្ចេញដង្ហើមហើយវាបានរុញកំទេចក្រណាត់មួយដុំទៅលើអាកាសក្រណាត់នោះបានឆេះភ្លាមដែលមានន័យថាខ្យល់នៅជុំវិញពួកគេគឺក្តៅខ្លាំងណាស់បញ្យល់ថាតំបន់តែមួយគត់ដែលត្រូវបានគ្រប់គ្រងសីតុណ្ហភាពគឺនៅជុំវិញនាងដូច្នេះគ្រប់គ្នាត្រូវនៅជិតនាងប៉ុន្តែកុំនៅជិតពេកព្រោះនាងក៏អាចគ្រប់គ្រងអណ្ដាតភ្លើងបានដែរដូចជាខៃជូដែរបញ្ជាក់ថាមធ្យោបាយតែមួយគត់ដែលមនុស្សជាតិអាចសម្របខ្លួនទៅនឹងភាពត្រជាក់ខ្លាំងបានគឺត្រូវចូលទៅជិតខៃជូមិនចង់ឲ្យនរណាម្នាក់បារម្ភឡើយព្រោះនាងសន្និដ្ឋាននឹងការពារពួកគេទាំងអស់គ្នាពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងប៉ុន្តែនិយាយថាឲ្យភ្លេចរឿងទាំងអស់នោះទៅព្រោះខៃជូនេះគឺជាសត្វចម្លែកពិតប្រាកដគេមិនអាចកម្រើកបានទេព្រោះគេត្រូវប្រើកម្លាំងស្ទើរតែទាំងអស់ដើម្បីផ្ដល់កម្ដៅដល់ពួកគេដូច្នេះគេចង់បានអ្វីម្យ៉ាងមកវិញនាងឆ្ងល់ថាតាស៊ូអូអាចទេដឹងថាវាជាអ្វីទេហើយនាងក៏បង្ហើបថាគេចង់បានសៀវភៅដែនដីមនុស្សចង់បានសៀវភៅមួយក្បាលក្នុងមួយថ្ងៃហើយគឺជាអ្នកអានឲ្យគេស្ដាប់ខៃជូនេះថែមទាំងដាក់ឈ្មោះខ្លួនឯងតាមសៀវភៅមួយដែលគេចូលចិត្តគឺឈ្មោះដែនដីមនុស្សហៅវាថាបក្សីចម្លែកហើយខៃជូក៏ប្រាប់នាងឲ្យនៅស្ងៀមបន្ទាប់មកតាកាមូរ៉ានាំតាស៊ូអូត្រឡប់ទៅបន្ទប់ដែលនឹងក្លាយជាផ្ទះថ្មីរបស់គេតាស៊ូអូមានការភ្ញាក់ផ្អើលហើយតាកាមូរ៉ាបញ្យល់ថាវាគឺជាបន្ទប់រៀនចាស់ដែលមានបន្ទះសង្កសីខណ្ឌជាសំណាងល្អតាកាមូរ៉ានិយាយថាបន្ទប់ត្រូវបានផ្ដល់ជូនអ្នកដែលមានគ្រួសារដែលមានន័យថាលើនេះតាស៊ូអូគឺជាសមាជិកផ្លូវការនៃគ្រួសារតាកាមូរ៉ាហើយតាកាមូរ៉ាណែនាំសមាជិកផ្សេងទៀតដែលមានរូបគេផ្ទាល់និងកូនប្រុសរបស់គេឈ្មោះជូជីបន្ទាប់មកគេនិយាយថាកូនស្រីរបស់គេគួរតែនៅទីនេះដែរប៉ុន្តែនាងហាក់ដូចជាមិននៅក្បែរនោះទេនាងមានឈ្មោះថា Hagane ហើយនៅពេលដែលតាកាមូរ៉ាហៅឈ្មោះនាងតាស៊ូអូក៏បើកវាំងនឹងនៅពីក្រោយវាំងននគឺ Hagane ដែលកំពុងស្លៀកពាក់ Hagane ស្រែកថានាងនឹងលុបការចងចាំរបស់គេចេញបន្ទាប់ពីអ្វីដែលគេបានឃើញប៉ុន្តែវាយឺតពេកទៅហើយខណៈដែលតាស៊ូអូបានសន្លប់បាត់ទៅហើយ Hagane បញ្យល់ថាតាស៊ូអូបានឃើញនាងដោយគ្មានសម្លៀកបំពាក់ប៉ុន្តែយូគីអូនិយាយថាគ្មានអ្វីត្រូវបារម្ភឡើយ
យូគីអូបញ្យល់ថាប្រតិកម្មការពារខ្លួនរបស់តាស៊ូអូបានអនុញ្ញាតឲ្យគេកាត់ផ្ដាច់ព័ត៌មានដែលមើលឃើញមុនពេលវាទៅដល់ខួរក្បាលរបស់គេទៅទៀតតាស៊ូអូភ្ញាក់ឡើងហើយហាយហ្គាណេសួរសុខទុក្ខគេតាស៊ូអូណែនាំខ្លួនដូចជាគ្មានរឿងអ្វីកើតឡើងហើយហាយហ្គាណេសន្និដ្ឋានថាគេប្រហែលជាបាត់បង់ការចងចាំហើយនាងប្រាប់គេថាឪពុករបស់នាងបានត្រឡប់ទៅធ្វើការវិញហើយគេបានផ្ញើតាស៊ូអូឲ្យនាងជាអ្នកមើលថែនាងហុចសម្បត្តិមួយពីតាកាមូរ៉ាឲ្យតាស៊ូអូហើយគេមានក្តីរំភើបយ៉ាងខ្លាំងព្រោះវាគឺជាសម្បត្តិដំបូងបង្អស់របស់គេយោងតាមសៀវភៅរបស់គេការដោះដូរសម្បត្តិគឺជាជំហានមួយក្នុងចំណោម777ជំហានដើម្បីបង្កើតមិត្តភាពសម្បត្តិរបស់តាកាមូរ៉ាប្រាប់តាស៊ូអូថាគេនឹងត្រឡប់មកវិញនៅយប់នោះហើយសុំឲ្យគេព្យាយាមចុះសម្រុងជាមួយហាយហ្គាណេគិតស្ងាត់ម្នាក់ឯងថាចាប់តាំងពីតាស៊ូអូស្ថិតនៅក្រោមការមើលថែរបស់នាងវាមានន័យថានាងអាចប្រើប្រាស់អ្នកសង្គ្រោះនេះតាមចិត្តដែលនាងចង់បានតាកាមូរ៉ាក៏បាននិយាយនៅក្នុងសម្បត្តិដែរថាគេចង់ឲ្យតាស៊ូអូមើលថែហាយហ្គាណេប្រសិនបើហាយហ្គាណេព្យាយាមទៅកន្លែងធ្វើការរបស់ម្ដាយនាងតាស៊ូអូគួរតែព្យាយាមខាត់នាងតាកាមូរ៉ាបញ្យល់ថាហាយហ្គាណេគឺជាមនុស្សដែលមានសុខភាពខ្សោយហើយនាងទើបតែបាត់បង់ម្ដាយកាលពី1ខែមុនប៉ុណ្ណោះមុនពេលតាស៊ូអូអាចយល់ពីរឿងនេះហាយហ្គាណេប្រាប់គេឲ្យមកតាមនាងព្រោះនាងចង់នាំគេទៅកន្លែងណាមួយតាស៊ូអូខ្លាចភ្លាមថានាងចង់ទៅកន្លែងធ្វើការប៉ុន្តែវាមិនមែនដូច្នោះទេហាយហ្គាណេបង្ហើបថានាងនឹងនាំគេទៅទស្សនាតំបន់កម្សាន្តក្នុងផ្សារទំនើបជាការពិតណាស់នាងបាននាំគេទៅកន្លែងធ្វើការរបស់ម្ដាយនាងភ្លាមហើយប្រកាសថាវាជាកន្លែងដែលល្អបំផុតក្នុងផ្សារទំនើបទាំងមូលនាងបញ្យល់ថាម្ដាយរបស់នាងគឺជាអ្នកមានឋានៈខ្ពស់នៅក្នុងផ្នែកបច្ចេកវិទ្យាដូច្នេះគាត់មានកន្លែងស្រាវជ្រាវនិងអភិវឌ្ឍផ្ទាល់ខ្លួនហាយហ្គាណេបានប្រើប្រាស់វាដោយសម្ងាត់តាំងពីពេលនោះមកហើយនាងនិយាយអំពីម្ដាយរបស់នាងដោយក្តីមោទនភាពយ៉ាងខ្លាំងតាស៊ូអូសួរថាតើម្ដាយរបស់នាងគឺជាមនុស្សអស្ចារ្យឲ្យមែនទេហើយហាយហ្គាណេក៏ផ្អាកមួយសន្ទុះមុននឹងឆ្លើយថាមែនហាយហ្គាណេមានការចងចាំថាម្ដាយរបស់នាងតែងតែមានការចាប់អារម្មណ៍ចំពោះអ្វីដែលនាងបានបង្កើតហាយហ្គាណេតែងតែបង្កើតរបស់របរនិងទទួលបានការសរសើរពីម្ដាយរបស់នាងហើយវាបានកើតឡើងទាំងអស់នៅក្នុងកន្លែងធ្វើការនេះម្ដាយរបស់នាងតែងតែអង្អែលក្បាលនាងរាល់ពេលដែលនាងធ្វើបានល្អហាយហ្គាណេប្រាប់តាស៊ូអូថានាងពិតជាចង់សុំអ្វីម្យ៉ាងពីគេនាងចង់បានយោបល់របស់គេក្នុងនាមជាអ្នកសង្គ្រោះថាតើវីដែលនាងកំពុងបង្កើតបច្ចុប្បន្នមានប្រសិទ្ធភាពឬមានប្រយោជន៍ដែរឬទេហាយហ្គាណេបង្ហាញវាឲ្យគេឃើញហើយតាស៊ូអូក៏មិនចង់ជឿនឹងភ្នែកទន្ទឹមនឹងនេះវ៉ូសេនីអែកនិងតូឈីពិភាក្សាគ្នាអំពីអ្វីដែលទើបតែបានកើតឡើងក្នុងអំឡុងពេលប្រជុំមុខជាមួយអង្គរខៃជូតូឈីនិយាយថាពួកគេស្ទើរតែគេចមិនផុតប៉ុន្តែវ៉ូសេនីអែកនិយាយថាវានៅលឿនពេកក្នុងការចូលប្រយុទ្ធទាំងស្រុងទោះជាយ៉ាងណាក៏ដោយពួកគេទទួលបានអ្វីដែលពួកគេត្រូវការគឺក្របភ្នែកខៃជូហើយពួកគេក៏ទទួលបានចំណេះដឹងដ៏មានតម្លៃខ្លះដែរដើម្បីចូលទៅចិត្តប្រភេទដែលមានរូបរាងដូចមនុស្សពួកគេនឹងត្រូវបញ្ចូលខៃជូភ្លើងរបស់ផ្សារទំនើបមីស៊ីម៉ាមកជាមួយដែរភ្លាមនោះតូជីចង់ចាំថាគេបានទទួលរបាយការណ៍គួរឲ្យចាប់អារម្មណ៍មួយពីនរណាម្នាក់ឈ្មោះអាតេមីសរបាយការណ៍និយាយថាតាស៊ូអូដែលជាអ្នកសង្គ្រោះទើបតែត្រឡប់មកពីលំហអាកាសវិញវ៉ូសេនីអែកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគ្មានសញ្ញាណឬសមាជិកនាវិកផ្សេងទៀតឡើយហើយបរិះទឹកកកក៏មិនត្រូវបានគេឃើញដែរតូជីត្រូវបានគេប្រាប់ថាតាស៊ូអូបានមកដល់ផ្សារទំនើបមីស៊ីម៉ាជាមួយនឹងរ៉ូបូតម្នាក់ទៀតវ៉ូសេនីអែកមិននឹកស្មានដល់រឿងនេះទាល់តែសោះហើយគេហៅតាស៊ូអូថាជាអតីតសមិទ្ធរបស់គេវាបានប្រែក្លាយថាតាស៊ូអូមិនអាចត្រូវបានកម្ចាត់ចោលឡើយសូម្បីតែនៅគែមនៃលំហអាកាសក៏ដោយវ៉ូសេនីអែកឆ្ងល់ថាត្រូវធ្វើអ្វីចំពោះរឿងនេះប៉ុន្តែក៏សម្រេចចិត្តយ៉ាងឆាប់រហ័សថាពួកគេនឹងមិនធ្វើអ្វីទាំងអស់នៅពេលនេះគេនិយាយថាការដែលមានមនុស្សដែលមិនដឹងអីនៅជុំគ្នាគឺពិតជាផ្ដល់ផលចំណេញដល់ពួកគេចំពោះខៃជូភ្លើងនិងម៉ាស៊ីនថ្មីរបស់តាស៊ូអូពួកគេនឹងយកវាទាំងពីរវ៉ូសេនីអែកប្រកាសថាវើធ្លាប់បានវិនិច្ឆ័យសម្ដងហើយរួចក៏ងើបឡើងវិញពីភេសពួកគេគឺជាអ្នកដែលនឹងរក្សាពន្លឺនៃសេចក្តីសង្គ្រោះឲ្យឆេះបន្តគេប្រកាសថាគ្មានអ្វីអាចបញ្ឈប់វើពីការសង្គ្រោះពិភពលោកបានឡើយនៅយប់នោះតាកាមូរ៉ាបានត្រឡប់មកផ្ទះវិញហើយត្រូវបានទទួលស្វាគមន៍ដោយហាយហ្គាណេនិងតាស៊ូអូពួកគេទាំងពីរនាក់អស់កម្លាំងយ៉ាងខ្លាំងដូច្នេះគេឆ្ងល់ថាហេតុអ្វីតាស៊ូអូនិយាយថាពួកគេកំពុងជែកពិភាក្សាគ្នាទៅវិញទៅមកប៉ុន្តែហាយហ្គាណេបានកាត់សម្ដីគេមុនពេលគេទម្លាយអាថ៌កំបាំងនាងគ្រាន់តែនិយាយថានាងបានចំណាយពេលពេញមួយថ្ងៃដើម្បីនាំតាស៊ូអូទស្សនាជុំវិញផ្សារទំនើបតាកាមូរ៉ាក៏មិនដេញដោលហើយនិយាយថាដល់ពេលចាប់ផ្ដើមធ្វើម្ហូបពេលល្ងាចហើយពួកគេប្រើថ្មដែលត្រូវបានកម្ដៅដោយសត្វបក្សីខៃជូមុនពេលពួកគេទទួលទានតាកាមូរ៉ាបញ្យល់ថាវាអាចមានគ្រោះថ្នាក់ខ្លាំងណាស់ដូច្នេះតាស៊ូអូមិនគួរញ៉ាំសាច់ខៃជូឡើយគ្រប់គ្នាបានរីករាយនឹងអាហារដ៏ឈ្ងុយឆ្ងាញ់ហើយពួកគេមានការសន្ទនាដ៏រីករាយបន្ទាប់មកពួកគេក៏ចូលគេងប៉ុន្តែតាស៊ូអូមិនអាចដេកលក់ឡើយវាបានប្រែក្លាយថាការញ៉ាំអាហារជាមួយគ្នានិងការដេកនៅលើទឹកជាមួយគ្នាគឺជាជំហានពីរទៀតនៅក្នុងសៀវភៅរបស់គេទើបតែសម្រេចបានពីជំហានទៀតហើយគេក៏បានអរគុណដល់សាស្ត្រាចារ្យអាអូគីបន្ទាប់មកគេគិតអំពីភាពសប្បាយរីករាយនៃថ្ងៃនេះគេនឹងចងចាំថ្ងៃនេះជានិច្ចហើយគេសង្ឃឹមថាយូគីអូក៏នឹងចងចាំដែរនៅពេលពួកគេកំពុងដេកហាយហ្គាណេមានសុបិនអាក្រក់យ៉ាងខ្លាំងខណៈដែលនាងចងចាំពីរបៀបដែលម្ដាយរបស់នាងត្រូវបានខៃជូស៊ីនៅក្បែរនោះយើងឃើញថាអាតេមីសពិតជាខៃជូ
គេកំពុងស៊ីអ្វីម្យ៉ាងដែលឆ្ងាញ់ហើយនិយាយថាគេចង់ស៊ីមនុស្សកូនចៅរបស់ Versailles អាចឈ្មោះ Rico អាចតាក់ទងជាមួយ Artemis បានហើយនាងប្រាប់គេឲ្យបិទមាត់នាងព្យាយាមរំលឹកគេអំពីការងាររបស់គេប៉ុន្តែ Artemis ប្រាប់នាងឲ្យនៅស្ងៀមវិញអ្វីដែលគេខ្វល់គឺការស៊ីហើយគេនិយាយថាគេចង់បានថែមទៀត Rico ខឹងយ៉ាងខ្លាំងព្រោះ Artemis កំពុងមិនអើពើនឹងបញ្ជារបស់នាងហើយមិនព្រមចាក់ចេញពី Missima តូឈីមិនមានការភ័យផ្អើលឡើយព្រោះនេះមិនមែនជាលើកទី1ទេដែល Artemis មានចរិតបែបនេះ Versailles អាចបានកាត់សម្ដីពួកគេដើម្បីរំលឹកថា Artemis គឺពិសេសណាស់ Artemis អាចនិយាយតាមរយៈចិត្តពីចម្ងាយជាភាសាមនុស្ស Versailles អាចនិយាយថាវាគឺជាផលចំណេញសម្រាប់ពួកគេដែល Artemis នៅផ្សារទំនើប Missima ព្រោះ Kaiju នោះគឺជាតារាពិតប្រាកដដូច្នេះគេចង់ដឹងថារបាយការណ៍របស់គេនិយាយអ្វីខ្លះ Rico បញ្យល់ថាតាស៊ូអូពិតជាស្ថិតនៅផ្សារទំនើប Missima ជាមួយអ្នកបង្ហាត់ Kaiju ភ្លើងមែន Versailles អាចដឹងគ្រប់យ៉ាងអំពីកន្លែងនោះនិងអំពីការដែលមានមនុស្ស200នាក់រស់នៅទីនោះម៉ាស៊ីនរបស់តាស៊ូអូក៏នៅទីនោះដែររួមជាមួយមនុស្សដែលមិនដឹងអីទាំងនោះយើងឃើញថា Versailles អាចគឺជាមនុស្សឈួតពិតមែនខណៈដែលគេនិយាយថាផ្សារទំនើប Missima គឺជាអ្នកដែលមានសំណាងដែលមានអ្វីគ្រប់យ៉ាង Rico បង្ហាញឲ្យឃើញពីភាពអាក្រក់របស់ពួកគេខណៈដែលនាងចង់បញ្ជាក់ថាគោលដៅរបស់ពួកគេគឺកម្ចាត់មនុស្សគ្រប់គ្នានៅទីនោះនាងបញ្ជាក់ថាអតិភិបចម្ងាយចម្បងរបស់ពួកគេគឺលួចយក Kaiju ភ្លើងដូច្នេះនាងឆ្ងល់ថាតើវាពិតជាចាំបាច់ត្រូវកម្ចាត់មនុស្សគ្រប់គ្នាដែរឬទេ Versailles អាចនិយាយថានាងយល់ខុសហើយព្រោះពួកគេនឹងប្រើពួកគេជាចំណាប់ខ្មាំងសិនរួចទើបកម្ចាត់ចោលតាមក្រោយ Versailles អាចអេះក្របភ្នែករបស់គេហើយបញ្យល់ថាពួកគេមិនត្រូវការនរណាក្រៅពីអ្នកដែលស្វែងរកសេចក្តីសង្គ្រោះរបស់ Versailles គេប្រកាសថាផ្ទះចម្បាំងរបស់កូនជ្រូកតូចហៀបនឹងត្រូវផ្លុំកំទេចចោលហើយនឹងមានការជប់លៀងមួយឆ្ចោកទាំង6ក្បាលនេះកំពុងធ្វើដំណើរទៅទីនោះលើនេះហើយគ្មានអ្វីអាចរារាំងពួកគេបានឡើយមួយសប្តាហ៍បន្ទាប់ពីការមកដល់របស់តាស៊ូអូនៅផ្សារទំនើប Missima យើងឃើញថាលើនេះគេកំពុងធ្វើការជាមួយ Haigane នៅក្នុងកន្លែងធ្វើការរបស់ម្ដាយនាងពួកគេទើបតែបានបញ្ចប់អ្វីម្យ៉ាងហើយ Haigane មានអារម្មណ៍រំភើបយ៉ាងខ្លាំងនាងពន្យល់ថាចិត្តរបស់នាងមានអារម្មណ៍ស្ងប់ណាស់នាពេលថ្មីនេះនាងសារភាពថានាងដេកមិនសូវលក់ឡើយតាំងពីនាងចាប់ផ្ដើមប្រើរំសេវកម្មភ្លើងនាងប្រកាសថាតាស៊ូអូមិនមានការរំខានដោយសារវាឡើយព្រោះគេធ្លាប់ស៊ាំនឹងទាំងគ្រោះថ្នាក់និងរំសេវកម្មភ្លើងតាស៊ូអូគ្រាន់តែឆ្ងល់ថាហេវបានជានាងចាប់ផ្ដើមបង្កើតរបស់បែបនេះតាំងពីដំបូង Haigane មិនឆ្លើយឡើយហើយផ្ទុយទៅវិញនាងបានសុំតាស៊ូអូឲ្យធ្វើអ្វីម្យ៉ាងដែលចម្លែកបន្តិចនាងសុំឲ្យគេបន្ទាបខ្លួននៅពីមុខនាងហើយបញ្យល់ថាវាគឺជាពិធីមួយតែងតែមាននរណាម្នាក់ធ្វើបែបនេះដាក់នាងដូច្នេះលើនេះនាងចង់ធ្វើវាជំនួសវិញ Haigane ដាក់ដៃលើក្បាលរបស់គេហើយអង្អែលតិចនាងនិយាយថាធ្វើបានល្អណាស់ហើយបន្ទាប់ពីមួយសន្ទុះនាងក៏ចាប់ផ្ដើមមានអារម្មណ៍ចម្លែកនាងក៏ប្រញាប់បញ្ចប់វាហើយអរគុណគេចំពោះកិច្ចសហការតាស៊ូអូសន្លប់បាត់ទៅហើយ Haigane គិតថាវាពិតជាចម្លែកណាស់នាងតែងតែជាអ្នកដែលត្រូវបានគេអង្អែលក្បាលដូច្នេះនាងមិនដឹងថាវាមានអារម្មណ៍យ៉ាងណានៅពេលធ្វើទៅអ្នកដទៃវិញឡើយ Haigane ចងចាំពីម្ដាយរបស់នាងដែលសរសើរនាងហើយនាងក៏សម្លឹងមើលអ្វីដែលពួកគេទើបតែបានបង្កើតនៅល្ងាចនោះគ្រួសារ Takamura បានអង្គុយទទួលទានអាហារពេលល្ងាចជាមួយគ្នា Haigane គិតថាវាមានរយៈពេល45ថ្ងៃហើយតាំងពីម្ដាយរបស់នាងបានលាចាកលោកទៅដោយហេតុផលខ្លះវាមិនមានអារម្មណ៍ចម្លែកទាល់តែសោះដែលតាស៊ូអូកំពុងអង្គុយនៅក្នុងកន្លែងអង្គុយរបស់ម្ដាយនាងវាថែមទាំងមានអារម្មណ៍ថាធ្លាប់មានពេលមួយដែលមានសមាជិកគ្រួសារ5នាក់ជាអកុសលគំនិតល្អទាំងនេះនាំទៅរកគំនិតដ៏ខ្មៅងឹតមួយចំនួននាងស្រមៃមើលថាតើម្ដាយរបស់នាងមានការភ័យខ្លាចយ៉ាងណានៅក្នុងគ្រាចុងក្រោយនាងក៏គិតអំពីសម្លេងរបស់ម្ដាយនាងដែលត្រូវបាន Kaiju ស៊ីហើយនិយាយថានាងនៅតែអាចចាវាសំបីតែលើនេះនៅយប់ជ្រៅតាស៊ូអូភ្ញាក់ឡើងដើម្បីទៅបន្ទប់ទឹកហើយបានរកឃើញសំបុត្រមួយនៅលើខ្លួនគេសម្បត្តិនេះគឺមកពី Haigane ដែលអរគុណគេសម្រាប់ការជួយនាងបានបង្ហើបនៅក្នុងសម្បត្តិថាជីវិតរបស់ម្ដាយនាងត្រូវបានឆក់យកដោយ Kaiju ដែលបានស៊ីគាត់តាស៊ូអូមានការតក់ស្លុតយ៉ាងខ្លាំងដែលបានដឹងរឿងនេះហើយយើងឃើញថា Haigane បានចេញទៅខាងក្រៅតែម្នាក់ឯងវាត្រជាក់ខ្លាំងណាស់ហើយនាងមានអារម្មណ៍ថានាងកំពុងធ្វើអ្វីម្យ៉ាងដែលល្ងងខ្លៅបំផុតនាងនៅតែម្នាក់ឯងព្រោះនាងប្រកាសថាអ្នកណាក៏ដោយដែលដឹងរឿងនេះនឹងព្យាយាមខាត់នាងមានអារម្មណ៍ថាមានរឿងអាក្រក់ហៀបនឹងកើតឡើងចំពោះនាងដោយសារតែសំណាងអាក្រក់របស់នាងហើយ Kaiju យ៉ាស់មួយក៏បានបង្ហាញខ្លួន Kaiju នេះគឺ Artemis ហើយគេធំក្លិនដែលធ្លាប់ស្គាល់ Artemis គឺជាអ្នកដែលបានស៊ីម្ដាយរបស់ Haigane ហើយគេហៀបនឹងស៊ីនាងដូចគ្នាដែរហេតុផលតែមួយគត់ដែលគេមិនអាចស៊ី Haigane បានគឺដោយសារតែ Kaiju ភ្លើងបានបង្ហាញខ្លួនដើម្បីខាត់គេបានខកខានការស៊ីនាងនៅថ្ងៃនោះប៉ុន្តែគេនឹងមិនអោយវាកើតឡើងម្ដងទៀតឡើយទន្ទឹមនឹងនេះ Haigane គិតអំពីរបៀបដែលជីវិតរបស់ម្ដាយនាងត្រូវបានបញ្ចប់ដោយ Kaiju នេះនោះហើយជាមូលហេតុដែលនាងដកសម្ដីទាំងអស់ដែលនាងធ្លាប់និយាយអំពីការមានសំណាងអាក្រក់នាងសន្និដ្ឋានថាសំណាងគឺស្ថិតនៅខាងនាងព្រោះលើនេះនាងអាចសងសឹក Kaiju ដែលបានយកម្ដាយរបស់នាងទៅបានហើយ Haigane ប្រាប់ម្ដាយរបស់នាងឲ្យមើលហើយ Artemis ក៏បានវាយប្រហារនាងគួរឲ្យភ្ញាក់ផ្អើល Haigane បានគេចផុតពីការវាយប្រហាររបស់គេហើយគេក៏ឆ្ងល់ថាតើនាងពិតជាមនុស្សមែននោះទេវាបានប្រែក្លាយថា Haigane បានដំណើរការស្បែកជើងវែងដែលនាងទើបតែបានបង្កើតរួច
នាងហៅពួកវាថាស្បែកជើងរអិលលើអាកាសប្រឆាំងខៃជូវាគឺជាផលិតផលពិសេសរបស់កន្លែងធ្វើការតាកាមូរ៉ាហើយនាងក្រុងនឹងប្រើវាប្រឆាំងនឹងខៃជូនាងបញ្យល់ថានាងបានធ្វើការជាមួយតាស៊ូអូដើម្បីកែច្នៃឧបករណ៍ប្រយុទ្ធចម្ងាយជិតសម្រាប់ប្រើប្រាស់នៅលើព្រិលខៃជូដ៏គួរឲ្យរន្ធត់បានដេញតាមនាងប៉ុន្តែហាយកាណេរំលឹកខ្លួនឯងថានាងអាចប្រយុទ្ធបានហើយឥឡូវនេះការរំលឹកត្រឡប់ក្រោយបង្ហាញថាតាស៊ូអូមានការបារម្ភព្រោះស្បែកជើងនោះត្រូវបានបង្កើតឡើងសម្រាប់តែការចម្លៀសបន្ទាន់ប៉ុណ្ណោះប្រសិនបើត្រូវយកចិត្តទុកដាក់មែនទែននាងនឹងមិនអាចគេចផុតបានងាយស្រួលឡើយហាយកាណេមិនខ្វល់ឡើយព្រោះផែនការពិតប្រាកដរបស់នាងគឺការវាយប្រហារនាងបានដកអាវុធยักษ์ដែលនាងបានបង្កើតចេញមកប៉ុន្តែអាតេមីសមិនមានការចាប់អារម្មណ៍ឡើយគេហៅហាយកាណេថាជាសត្វល្ងងហើយនិយាយថានាងមិនអាចបញ្ចប់ជីវិតរបស់គេដោយអាវុធបែបនេះឡើយគេបន្តការសម្រុកចូលទៅហើយគេសប្បាយចិត្តដែលទីបំផុតគេបានស៊ីសាច់ថែមទៀតការរំលឹកត្រឡប់ក្រោយមួយទៀតបង្ហាញថាតាស៊ូអូបង្រៀនហាយកាណេអំពីខៃជូគេបានបញ្យល់ថាពួកគេធន់នឹងកម្ដៅហើយពួកគេអាចជាសះស្បើយយ៉ាងលឿនសូម្បីតែហាយកាណេអាចធ្វើឲ្យម្នាក់រងរបួសដោយការបាញ់ឧបករណ៍របស់នាងចូលទៅក្នុងមាត់វាក៏ដោយក៏វាមិនអាចបណ្ដាលឲ្យស្លាប់បានដែរហាយកាណេបានធ្វើឲ្យតាស៊ូអូភ្ញាក់ផ្អើលខណៈដែលនាងនិយាយថាវាមិនអីទេសម្រាប់នាងខៃជូមិនចាំបាច់ស្លាប់ឡើយព្រោះវាមិនមែនជាអ្វីដែលនាងចង់បានត្រឡប់មកបច្ចុប្បន្នវិញហាយកាណេបាញ់អាវុធរបស់នាងហើយនាងគិតអំពីម្ដាយរបស់នាងប្រាប់ម្ដាយនាងឲ្យមើលម្ដងទៀតព្រោះប្រសិនបើវាជោគជ័យនាងចង់ត្រូវបានគេសរសើរម្ដងទៀតអាវុធរបស់ហាយកាណេផ្ទុះនៅក្នុងមាត់របស់ខៃជូហើយគេមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងទាំងមាត់និងបំពង់របស់គេលើនេះត្រូវបានគ្របដណ្ដប់ដោយផ្លែដាវហើយការឈឺចាប់គឺខ្លាំងរកអ្វីប្រៀបមិនបានហាយកាណេបញ្យល់ថាក្របកាំភ្លើងនោះផ្ទុះជាដំណាក់កាលខណៈដែលវាបាញ់ទៅមុខទន្ទឹមនឹងនោះបន្លាមុតស្រួចជាច្រើនត្រូវបានបញ្ចេញដោយចាក់ទម្លុះយ៉ាងជ្រៅទៅក្នុងមាត់និងបំពង់របស់ខៃជូឥឡូវនេះសូម្បីតែការញ័រតិចតួចនៃខ្សែសំឡេងរបស់ខៃជូក៏នឹងបណ្ដាលឲ្យមានការឈឺចាប់ខ្លាំងដែរខៃជូស្រែកដោយការឈឺចាប់ហើយនេះគ្រាន់តែបណ្ដាលឲ្យមានការឈឺចាប់កាន់តែខ្លាំងហាយកាណេមានការពេញចិត្តយ៉ាងខ្លាំងខណៈដែលនាងប្រកាសថាខៃជូនេះនឹងមិនអាចស៊ីអ្វីបានទៀតឡើយជារៀងរហូតនេះគឺជាគោលដៅរបស់នាងតាំងពីដំបូងហើយទីបំផុតវាបានសម្រេចហើយហាយកាណេបានដួលចុះហើយនិយាយថានាងគ្រាន់តែនឹកម្ដាយរបស់នាងប៉ុណ្ណោះនាងដឹងពីអ្វីដែលនឹងកើតឡើងបន្ទាប់ហើយនាងក៏យំខ្សឹកខ្សួលខណៈដែលនាងគិតដល់ម្ដាយនាងខៃជូធ្វើចលនាដើម្បីបញ្ចប់ជីវិតនាងប៉ុន្តែតាស៊ូអូបានចេញមកពីកន្លែងណាមិនដឹងដើម្បីជួយសង្គ្រោះនាងគេបានកាប់ដាច់ដៃរបស់វាហើយគេគ្រាន់តែសប្បាយចិត្តដែលគេនិងយូគីអូមកដល់ទាន់ពេលយូគីអូប្រាប់ខៃជូឲ្យចេញពីមុខគេបើមិនដូច្នោះទេពួកគេនឹងបញ្ចប់ការងារនេះអាតេមីសមិនបានបង្អង់យូរឡើយហើយគេបានរត់ដើម្បីយកជីវិតរួចតាស៊ូអូប្រញាប់ទៅរកហាយកាណេប៉ុន្តែគេបានជំពប់ជើងដួលលើនាងពួកគេទាំងពីរអ្នកចាប់ផ្ដើមមានការស្លន់ស្លោប៉ុន្តែតាស៊ូអូក៏ប្រញាប់ប្រមូលស្មារតីវិញគេប្រាប់ហាយកាណេថានាងធ្វើបានល្អណាស់ហើយនាងក៏ចាប់ផ្ដើមយំយ៉ាងខ្លាំងភ្លាមនោះយូគីអូក៏សម្គាល់ឃើញថាមានអបកំពុងចូលមកហើយគេក៏ដឹងពីរឿងដ៏អាក្រក់មួយគេបានប្រាប់តាស៊ូអូឲ្យចូលទៅខាងក្នុងជាបន្ទាន់គេមិនច្បាស់ថាវាជាអ្វីឡើយប៉ុន្តែគេមានអារម្មណ៍មិនល្អតតែសោះនៅចម្ងាយ5គីឡូម៉ែត្រយើងឃើញថាវ៉ូសេនីឯកកំពុងខិតមកជិតយ៉ាងលឿនគេដឹងថាអាតេមីសត្រូវបានចាញ់ហើយប៉ុន្តែគេនិយាយថាវាមិនមែនជាបញ្ហាឡើយគេប្រកាសថាពួកគេស្ថិតក្នុងស្ថានភាពល្អហើយយើងឃើញថាពួកគេមានបិសាចជាច្រើនជាមួយពួកគេកូនចៅម្នាក់របស់គេបានប្រាប់ខៃជូឈ្មោះព្រួញឲ្យបាញ់ហើយវាក៏បានបាញ់អ្វីម្យ៉ាងចេញទៅនៅផ្សារទំនើបយើងឃើញថាគ្រប់គ្នាកំពុងរីករាយនឹងជីវិតរបស់ពួកគេឲ្យបានគេចផុតពីការដាក់ទណ្ឌកម្មម្ដងទៀតហើយហ្វូរូម៉ាគីគ្រាន់តែឆ្ងល់ថាតើនាងធ្វើវាបានដោយរបៀបណាជាអកុសលយើងឃើញថាយូគីអូត្រូវបានវាយប្រហារហើយគេក៏បានផ្ទុះឡើងបន្ទាប់មកទៀតយើងទទួលបានការរំលឹកត្រឡប់ទៅកាលពី19ឆ្នាំមុនក្នុងឆ្នាំ2025នៅពេលដែលពួកខៃជូមកពីអន្តរកាឡាក់ស៊ីបានចូលលុកលុយផែនដីជាលើកដំបូងឌឺត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធទៅបត់វិញហើយបុរសម្នាក់ឈ្មោះសាគីមីបានសម្រេចចិត្តចូលបម្រើកងទ័ពភ្លាមនោះវាបានបង្ហាញឲ្យឃើញថាសាគីមីគឺជាមនុស្សដែលមានដួងព្រលឹងនិងសមត្ថភាពពិសេសពីកំណើតគេធ្វើបានយ៉ាងល្អក្នុងអំឡុងពេលធ្វើតេស្តបាញ់កាំភ្លើងហើយគ្រូបង្វឹកបាននិយាយថាមិនមានមនុស្សច្រើនទេដែលអាចទទួលបានអត្រាជោគជ័យ 70% នៅចម្ងាយបែបនេះមិត្តរួមទ័ពរបស់គេមានការកោតសរសើរចំពោះសមត្ថភាពទាំងអស់របស់គេហើយម្នាក់ក្នុងចំណោមពួកគេនិយាយថាការមានមនុស្សដូចគេនៅក្បែរធ្វើឲ្យអ្នកដទៃមើលទៅអន់អស់ដោយសារតែអំណោយផលពីធម្មជាតិនិងការខិតខំប្រឹងប្រែងមិនឈប់ឈរមិនយូរប៉ុន្មានសាគីមីបានក្លាយជាកម្លាំងដ៏ខ្លាំងក្លាមួយនៅក្នុងជួរកងទ័ពគេបានបង្ហាញភាពលេចធ្លោក្នុងការប្រយុទ្ធហើយការឡើងឋានៈរបស់គេនៅក្នុងអង្គភាពបានបន្តទៅមុខយ៉ាងរលូនយប់មួយសាគីមីបានប្រាប់ទាហានផ្សេងទៀតថាពួកគេត្រូវតែបញ្ចប់ជីវិតខៃជូនៅក្នុងតំបន់នេះឲ្យខាងតែបានទោះមានរឿងអ្វីក៏ដោយពួកគេមិនអាចបន្តឲ្យវាចូលទៅក្នុងទីក្រុងបានឡើយព្រោះវានឹងក្លាយជាសុបិនអាក្រក់ខៃជូនោះបានចាប់ផ្ដើមវាយលុកយ៉ាងខ្លាំងក្លាហើយទាហានមួយចំនួនបានរត់ដើម្បីយកជីវិតរួចសាគីមីបាននៅពីក្រោយហើយគេបានបាញ់សម្លាប់ខៃជូនោះតែមួយគ្រាប់ប៉ុណ្ណោះដោយប្រើកាំភ្លើងធំអ្នកដែលនៅរស់រានមានជីវិតទាំងអស់បានអបអរសាទរគេហើយពួកគេបានហៅសាគីមីថាជាអ្នកសង្គ្រោះរបស់ពួកគេស្រែកពាក្យថាអ្នកសង្គ្រោះម្ដងហើយម្ដងទៀតហើយសាគីមីបានទទួលយកនៅកិត្តិយសទាំងអស់នោះសាគីមី
បានបន្តទៅមុខទៀតជាមួយនឹងការខិតខំប្រឹងប្រែងដែលគ្មានគូប្រៀបហើយគេបានឈ្នះសមរភូមិជាច្រើនដោយផ្ទាល់ដៃគេមានភាពលេចធ្លោជាងទីហ៊ានដទៃទៀតហើយការឡើងឋានៈរបស់គេនៅតែបន្តមិត្តរួមការងាររបស់គេថែមទាំងចាប់ផ្ដើមប្រាប់គេថាគេពិតជានឹងសម្រេចបាននៅអ្វីដែលគ្មាននរណាម្នាក់ធ្លាប់ស្រមៃដល់ពួកគេនិយាយថាគេនឹងក្លាយជាអ្នកសង្គ្រោះរបស់មនុស្សជាតិហើយសាគីមេក៏ចាប់ផ្ដើមចូលចិត្តពាក្យនោះយ៉ាងខ្លាំងបន្ទាប់មកនៅថ្ងៃមួយព័ត៌មានបានធ្លាយចេញអំពីក្មេងប្រុសអាយុ9ឆ្នាំម្នាក់ឈ្មោះតាស៊ូអូដែលជាអ្នកបញ្ជារ៉ូបូតតាស៊ូអូគឺជាមនុស្សដែលគ្មាននរណាម្នាក់ស្គាល់ទាល់តែសោះប៉ុន្តែគេបានកម្ចាត់ខៃជូដោយផ្ទាល់ដៃមនុស្សនៅលើបណ្ដាញសង្គមបានចាប់ផ្ដើមហៅតាស៊ូអូថាជាអ្នកសង្គ្រោះហើយវាច្បាស់ណាស់ថាសាគីមេមិនចូលចិត្តរឿងនោះឡើយក្រោយមកទីហ៊ានម្នាក់បានខឹងសម្បាយ៉ាងខ្លាំងនៅពេលដែលគេថាឌឺកំពុងកាត់បន្ថយកម្លាំងដើម្បីឆ្លើយតបនឹងរឿងនេះគេមិនអាចយល់បានថាហេតុអ្វីបានជាមានគេជឿថាតាស៊ូអូអាចសង្គ្រោះពិភពលោកទាំងមូលបានដោយខ្លួនឯងសាគីមេប្រាប់គេថាថ្នាក់ដឹកនាំជាន់ខ្ពស់គ្រាន់តែសម្រេចចិត្តថារ៉ូបូតគឺល្អជាងហើយលទ្ធផលគឺជាអ្នកបញ្ជាក់គ្មានអ្វីដែលពួកគេអាចធ្វើបានឡើយដូច្នេះពួកគេគួរតែផ្ដោតលើអ្វីដែលពួកគេអាចគ្រប់គ្រងបានដោយគ្មានជំរឿផ្សេងសាគីមេបានទៅស្វែងរកចម្លើយអំពីពួកវារ៉ូបូតគេបានទៅសាកល្បងម៉ាស៊ីនពិសោធន៍ដើម្បីមើលថាតើរ៉ូបូតពិតជាមានប្រសិទ្ធភាពកម្រិតណាក្នុងការប្រយុទ្ធជាមួយខៃជូហើយគេមិនមានការចាប់អារម្មណ៍តតែសោះគេបានរាយការណ៍ថាវាមិនមានការឆ្លើយតបរហ័សដូចអ្វីដែលគេសង្ឃឹមទុកឡើយហើយគេបានចោទសួរថាតើរ៉ូបូតពិតជាមានប្រសិទ្ធភាពមែនឬទេទន្ទឹមនឹងនេះតាស៊ូអូនៅតែបន្តក្លាយជាព័ត៌មានក្តៅគុកគេបានកម្ចាត់ខៃជូមួយបន្ទាប់ពីមួយហើយតែងតែរក្សាការខូចខាតឲ្យនៅកម្រិតទាបបំផុតតាស៊ូអូគឺជាមនុស្សដែលមានភាពអៀនខ្មាស់ប៉ុន្តែមនុស្សដែលគេបានជួយសង្គ្រោះមិនដែលរញរីក្នុងការបង្ហាញការសរសើរដល់គេឡើយមនុស្សហៅគេថាជាអ្នកសង្គ្រោះពិតប្រាកដហើយពិភពលោកស្រឡាញ់គេខ្លាំងណាស់សាគីមេដែលជាធម្មតាគ្មានអារម្មណ៍នោះមិនចូលចិត្តរឿងនេះសូម្បីតែបន្តិចហើយគេហៅតាស៊ូអូថាជាបន្លាក្នុងភ្នែករបស់គេគ្មានជំរឿអ្វីក្រៅពីតាមដានការឡើងកូដរបស់តាស៊ូអូជាមួយនឹងការឈឺចាប់ក្នុងចិត្តថ្ងៃមួយសំឡេងអាសន្នបានបន្លឺឡើងខណៈដែលខៃជូអន្តរកាឡាក់ស៊ីចំនួន3ត្រូវបានរកឃើញក្នុងពេលតែមួយខៃជូកាន់តែច្រើនកំពុងមកដល់ដូច្នេះសាគីមេនិងទីហ៊ានផ្សេងទៀតបានចេញទៅប្រយុទ្ធអង្គភាពរបស់ពួកគេត្រូវបានវាយលុកយ៉ាងខ្លាំងដូច្នេះសាគីមេបានប្រាប់កូនចៅឲ្យដកថយនៅពេលដែលគ្រប់គ្នារត់គេចសាគីមេបានវាយប្រហារខៃជូដូចជាបិសាចកំណាចគេបានបាញ់គ្រាប់កាំភ្លើងចូលទៅក្នុងខ្លួនវាហើយប្រឈមមុខនឹងសត្វសាហាវដោយគ្មានភាពភ័យខ្លាចខៃជូនោះត្រៀមនឹងបញ្ចប់ជីវិតគេទៅហើយសាគីមេបានប្រកាសថាគេគឺជាអ្នកសង្គ្រោះពិភពលោកគេបានត្រៀមខ្លួនស្លាប់ទៅហើយប៉ុន្តែតាស៊ូអូបានចេញមកពីកន្លែងណាមិនដឹងដើម្បីកម្ចាត់ខៃជូនោះជាការពិតណាស់សាគីមេមានការខឹងសម្បាយ៉ាងខ្លាំងព្រោះគេបានស្អប់តាស៊ូអូរហូតដល់ថ្នាក់ភ្ជង់អាវុធទៅរកគេជាអកុហលសម្រាប់គេបានអស់គ្រាប់រំសេវហើយគេមិនអាចធ្វើអ្វីបានក្រៅពីសម្លឹងមើលដោយក្តីខឹងសម្បាតាំងពីថ្ងៃនោះមកការឡើងឋានៈគឺជាអ្វីតែមួយគត់ដែលស្ថិតក្នុងចិត្តរបស់សាគីមេហើយគេបានធ្វើវាបានក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមកនៅពេលដែលគេទទួលបានឋានៈនិងអំណាចគេក៏ចាប់ផ្ដើមដំណើរការផែនការរយៈពេលវែងរបស់គេបានឈរនៅចំពោះមុខថ្នាក់ដឹកនាំហើយប្រកាសថាវាគឺជាការប្រថុយប្រឋាននិងល្ងងខ្លៅបំផុតក្នុងការដាក់ជោគវាសនារបស់មនុស្សជាតិទាំងអស់ទៅក្នុងកណ្ដាប់ដៃរបស់តាស៊ូអូគេបានប្រកែកថាមិនចាំបាច់មានអ្នកសង្គ្រោះតែម្នាក់ឡើយជាមួយនឹងកុមារដែលមានទេពកោសល្យអពិតប្រាកដនិងរូបគេផ្ទាល់ជាប្រធានគ្រូបង្វឹកពួកគេអាចលើសពីតាស៊ូអូទាំងស្រុងគេបានសន្យាថានេះគឺជាមធ្យោបាយពិតប្រាកដដើម្បីសង្គ្រោះពិភពលោកហើយហ្វូងមនុស្សបានអបអរសាទរគេក្នុងឆ្នាំ2030ចក្ខុវិស័យរបស់សាគីមេបានក្លាយជាការបិទដើម្បីបង្កើតអ្នកសង្គ្រោះជំនាន់ក្រោយដែលដើរតាមកន្លងរបស់តាស៊ូអូក្រុមមួយដែលផ្សំឡើងដោយកុមារត្រូវបានបង្កើតឡើងក្រោមទង់នៃឌឺសាគីមេប្រាប់ក្មេងទាំងនេះថាពួកគេត្រូវជំនួសតាស៊ូអូដើម្បីសង្គ្រោះពិភពលោកហើយត្រូវឲ្យសាធារណជនស្គាល់ថាជាអ្នកសង្គ្រោះក្រុមនេះក្រោយមកត្រូវបានគេស្គាល់ថាវីដេបន្ទាប់មកក្នុងឆ្នាំ2034ភាពត្រជាក់ខ្លាំងបានមកដល់ក្នុងឆ្នាំ2035សមរភូមិចុងក្រោយដែលប្រយុទ្ធដោយតាស៊ូអូនិងឌឺបានបញ្ចប់ដោយបរាជ័យហើយឈ្មោះវីដេក៏បានរសាត់បាត់ពីការចងចាំផែនការដ៏ធំរបស់សាគីមេហាក់ដូចជាបានដួលរលំទាំងស្រុងទោះជាយ៉ាងណាក៏ដោយគេនិងក្មេងទាំងនោះបានរស់រានមានជីវិតពីស្ថានភាពដ៏ខូចខើហើយបានត្រឡប់មកវិញយ៉ាងខ្លាំងក្លាជាងមុនបន្ទាប់ពីពេលវេលាកន្លងផុតទៅកាន់តែច្រើនដំណឹងបានទៅដល់សាគីមេថាតាស៊ូអូបានត្រឡប់មកពីលំហអាកាសវិញគេបានរអ៊ូតែម្នាក់ឯងថាតាស៊ូអូពិតជាមនុស្សរំខានដែលមិនអាចបញ្ចប់ជីវិតបានសូម្បីតែនៅហ្គេមនៃចាក់វិលក៏ដោយគេបានប្រកាសថាវីដេនឹងយកទាំងខៃជូភ្លើងរបស់មីស៊ីម៉ានិងម៉ាស៊ីនថ្មីរបស់តាស៊ូអូតាមដែលគេខ្វល់គឺមិនចាំបាច់មានអ្នកសង្គ្រោះណាម្នាក់ឡើយក្រៅពីវីដេត្រឡប់មកបច្ចុប្បន្នវិញយូគីអូប្រាប់តាស៊ូអូឲ្យចូលទៅខាងក្នុងព្រោះគេមានអារម្មណ៍មិនល្អតតែសោះកូនចៅរបស់សាគីមីបានបាញ់អាវុធខៃជូរបស់គេហើយការវាយប្រហារនោះបានតម្រង់ឆ្ពោះទៅរកយូគីអូការវាយប្រហារបានចំគោលដៅហើយយូគីអូទទួលបានការខូចខាតយ៉ាងធ្ងន់ធ្ងរតាស៊ូអូមានការតក់ស្លុតយ៉ាងខ្លាំងហើយគេក៏ប្រញាប់ទៅក្បែរយូគីអូសាគីមីនិងក្រុមរបស់គេបានអបអរសាទរខណៈដែលម្នាក់ក្នុងចំណោមពួកគេនិយាយថាការវាយប្រហារនោះបានចំគេពេញទំហឹងសាគីមីបន្ទាប់មកបានប្រកាសថាសំណាងគឺស្ថិតនៅខាងពួកគេទាំងស្រុងហើយនៅពេលនេះ
ដោយសារតាស៊ូអូត្រូវបានអូសចេញពីផ្សារទំនើបហើយយូគីអូឥឡូវនេះត្រូវបានខូចខាតផ្សារទំនើបមីស៊ីម៉ាបានបាត់បង់អាវុធដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនទោះជាយ៉ាងណាក៏ដោយសមាជិកម្នាក់នៃក្រុមឈ្មោះយូម៉ាមើលទៅមិនសប្បាយចិត្តឡើយវ៉ុលសេនីអាចទទួលស្គាល់ថាខៃជូរបស់នាងដែលចេញទៅវាយលុកដោយខ្លួនឯងវាមិនមែនជាផ្នែកនៃផែនការឡើយទោះជាយ៉ាងណាក៏ដោយវាបានទទួលជោគជ័យក្នុងការតាក់ទាញតាស៊ូអូឲ្យចេញមកដូច្នេះវ៉ុលសេនីអាចប្រាប់យូម៉ាថាធ្វើបានល្អណាស់យូម៉ានិយាយថានាងមិនមានអារម្មណ៍ល្អចំពោះរឿងនេះឡើយព្រោះអាតេមីសបានបាត់បង់ជីវិតនៅក្នុងដំណើរការនេះឥឡូវនាងគ្មានខៃជូឡើយដែលមានន័យថានាងមិនអាចជួយអ្វីដល់វ៉ុលសេនីអាចបានទៀតទេសាគីមីប្រាប់នាងថាកុំបារម្ភអីព្រោះនាងអាចគ្រាន់តែមើលពីក្រោយគេបានសាគីមីនិយាយបែបនេះជាមួយនឹងមន្តស្នេហ៍របស់មនុស្សឆ្កួតហើយយូម៉ាក៏បានជឿតាមគេបានបញ្ជាក់ជាថ្មីថាពួកគេគឺជាវីដេហើយពន្លឺនៃសេចក្តីសង្គ្រោះត្រូវបានអុជឡើងរួចហើយចំពោះតាស៊ូអូសាគីមីប្រកាសថាគេនឹងបញ្ចប់ជីវិតគេដោយផ្ទាល់ដៃក្រុមការងារបានអបអរសាទរហើយសាគីមីក៏បាននិយាយលេងសើចអំពីរបៀបដែលតាស៊ូអូប្រហែលជាកំពុងយំសោកសង្រេងអំពីការខូចរ៉ូបូតរបស់គេនៅពេលនេះក្នុងចរិតជាមនុស្សឆ្កួតគេថែមទាំងធ្វើត្រាប់តាមរូបរាងរបស់តាស៊ូអូទៀតផងជាអកុសលសម្រាប់គេយល់ខុសទាំងស្រុងតាស៊ូអូនិងយូគីអូបានចេញមកពីកន្លែងណាមិនដឹងហើយពួកគេបានកាប់ដាច់ស្នែងរបស់ខៃជូក្តានពួកគេកំពុងធ្វើឲ្យមានការខូចខាតយ៉ាងខ្លាំងហើយសាគីមីមិនចង់ជឿថាពួកគេងើបឡើងវិញបានលឿនបែបនេះឡើយយូគីអូក៏មានការភ្ញាក់ផ្អើលផងដែរនៅពេលដែលគេកត់សម្គាល់ឃើញថាមនុស្សតូចនៅពីលើខៃជូគេបានសន្និដ្ឋានថាគេត្រូវតែជៀសវាងការធ្វើឲ្យមនុស្សរងរបួសខណៈពេលដែលបញ្ចប់ជីវិតខៃជូគេមានដាវតែមួយប៉ុណ្ណោះប៉ុន្តែគេនៅតែប្រឹកស្ទីលវាប្រហារបែបដាវ6ដដែលវ៉ុលសេនីអាចដឹងថាមានអ្វីកើតឡើងហើយគេប្រាប់តូឈីឲ្យបញ្ជូនសមាជិកវីដេផ្សេងទៀតទៅលើខៃជូផ្ទាល់ខ្លួនរបស់ពួកគេតាស៊ូអូបានវាយលុកយ៉ាងខ្លាំងក្លាប៉ុន្តែគេមានការតក់ស្លុតនៅពេលដែលវាខុសគោលដៅខៃជូម្នាក់បានប្រឹកសមត្ថភាពរបស់វាហើយក្រុមវីដេទាំងមូលបានបាត់ខ្លួនក្នុងមួយប៉ព្រិចភ្នែកតាស៊ូអូនិយាយមិនចេញឡើយព្រោះរឿងនោះមិនគួរអាចទៅរួចទេគេបាននិយាយពាក្យថាមិនអាចទៅរួចជាច្រើនដងតាំងពីត្រឡប់មកវិញប៉ុន្តែការបំបាំងកាយផ្លាស់ទីកន្លែងបែបនេះគឺវាហួសហេតុពេកហើយយូគីអូក៏មានការតក់ស្លុតដូចគ្នាហើយក៏មានការកោតសរសើរចំពោះការផ្លាស់ទីកន្លែងនេះដែរសាគីមីចង់ចាំសំឡេងដែលចេញពីក្នុងរ៉ូបូតនេះហើយគេក៏ដឹងពីរឿងម្យ៉ាងឥឡូវនេះវាច្បាស់សម្រាប់គេហើយថាយូគីអូបានបដូររូបរាងកាយតាស៊ូអូចាប់ផ្ដើមចោទសួរថាតើអ្វីទៅដែលហៅថាមិនអាចទៅរួចនៅពេលដែលវាមកដល់រឿងខៃជូនិងអំណាចរូបេអណ្ដាតភ្លើងនៅលើខៃជូរបស់ក៏មិនអាចទៅរួចដូចគ្នាដែរដូច្នេះគេឆ្ងល់ថាមានរឿងអ្វីកើតឡើងសាគីមីទទួលស្គាល់ថាអ្វីដែលខៃជូរបស់ពួកគេអាចធ្វើបានធ្វើឲ្យតាស៊ូអូវិលមកអស់ហើយគេបញ្យល់ថាមនុស្សមួយចំនួនជឿថាមនុស្សប្រើប្រាស់ត្រឹមតែ10ឬតិចជាងនេះនៃស្ក្តានុពលខួរក្បាលពេញលេញរបស់ពួកគេប្រសិនបើនរណាម្នាក់អាចបញ្ចេញ90 ដែលនៅសល់ពួកគេអាចទទួលបាននូវអ្វីដែលគេហៅថាអំណាចលើសពីធម្មជាតិដូចជាការផ្លាស់ទីកន្លែងនិងការគ្រប់គ្រងភ្លើងដោយចិត្តទោះជាយ៉ាងណាក៏ដោយសាគីមីប្រកាសថាវាគឺជាការសម្ដែងឥតន័យទាំងស្រុងគេប្រើការប្រៀបធៀបនៃការដំឡើងម៉ាស៊ីនបូមធូលីជាមួយនឹងកុំព្យូទ័រដ៏ទំនើបបំផុតហើយគេឆ្ងល់ថាតើវានឹងផ្ដល់មុខងារដូចជាម៉ាស៊ីនកម្ដៅអាហារភ្លាមដែរឬទេជាការពិតណាស់ចម្លើយគឺទេអ្នកអាចដោះសោះស្ក្តានុពលពេញលេញនៃកម្មវិធីប៉ុន្តែផ្នែករឹងនៅតែមានដែនកំណត់របស់វារាងកាយមនុស្សធម្មតាមិនអាចបង្កើតភ្លើងឬផ្លាស់ទីកន្លែងបានឡើយទោះបីជាខួរក្បាលនៅពីក្រោយវាខ្លាំងប៉ុណ្ណាក៏ដោយសូម្បីតែខួរក្បាលដែលមានសមត្ថភាពលើសលប់ក៏មិនអាចប្រើអំណាចរូបេបានដែរប្រសិនបើវាស្ថិតនៅក្នុងរាងកាយធម្មតាបន្ទាប់មកគេសុំឲ្យតាស៊ូអូពិចារណាថាតើមានអ្វីកើតឡើងនៅពេលដែលរាងកាយខៃជូដែលអាចបដូររូបរាងបានគ្រប់បរិស្ថានមកភ្ជាប់ជាមួយនឹងខួរក្បាលមនុស្សដែលមានសក្តានុពលលាក់កំបាំងមិនទាន់បានប្រើប្រាស់ជាមួយនឹងសភាពគត់នៃខៃជូនិងធម្មជាតិរបស់វាជាអ្នកប្រមាញ់ពីធម្មជាតិវានឹងទទួលបានអំណាចរូបេគេបញ្យល់ថាពួកគេនឹងអាចធ្វើអ្វីបានទាំងអស់ហើយតាស៊ូអូក៏ចាប់ផ្ដើមយល់ពីរឿងនេះគេមើលជុំវិញខៃជូពិសេសទាំងនេះហើយសន្និដ្ឋានថាពួកគេម្នាក់ក៏ប្រើប្រាស់អំណាចដែលមិនស្គាល់ដូចគ្នាយូគីអូក៏មានការតក់ស្លុតផងដែរនៅពេលដែលគេដឹងថាទំនាក់ទំនងពិតប្រាកដរវាងអ្នកបង្ហាត់ខៃជូនិងខៃជូរបស់ពួកគេគឺជាអ្វីវ៉ុលសេនីអាចបញ្ជាក់ថាមនុស្សដែលគ្រប់គ្រងខៃជូតាមពិតគឺជាខួរក្បាលពីចម្ងាយដែលផ្ដល់នូវស្ក្តានុពលពេញលេញនៃផ្នែករឹងរបស់ខៃជូនិយាយឲ្យសាមញ្ញទៅខៃជូកំពុងត្រូវបានដំឡើងកម្រិតតាមរយៈមនុស្សដែលគ្រប់គ្រងពួកគេតាស៊ូអូមានការរន្ធត់ចិត្តចំពោះរឿងទាំងអស់នេះហើយវីរបុរសរបស់យើងក៏បានដឹងខ្លួនថាពួកគេត្រូវបានឡោមព័ទ្ធហើយកាណេទាមទារចង់ដឹងថាតើមនុស្សទាំងនេះជានរណាហើយហេតុអ្វីបានជាពួកគេធ្វើបែបនេះចំពោះមនុស្សដូចគ្នាវ៉ុលសេនីឯករបស់ពួកគេមិនបានឆ្លើយឡើយហើយកូនចៅរបស់គេគ្រាន់តែសើចចំអកហើយកាណេបន្ទាប់មកដឹងថាវាមិនសំខាន់ទេថាពួកគេជានរណានៅពេលនេះអ្វីដែលសំខាន់គឺជីវិតរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់ហើយយូគីអូក៏បានបាត់បង់រាងកាយពាក់កណ្ដាលទៅហើយពួកគេកំពុងប្រឈមមុខនឹងខៃជូចំនួន5និងមនុស្ស5នាក់ដែលជាអ្នកបង្ហាត់ខៃជូដូចជាឲ្យដែរពួកគេស្ថិតក្នុងស្ថានភាពចាញ់ប្រៀបយ៉ាងខ្លាំងហើយស្ថានភាពនេះវាហួសពីការស្មាននៅផ្សារទំនើបកំពុងសប្បាយនឹងការបង្វិលកៅអីហើយមិត្តភក្តិរបស់នាងប្រាប់នាងឲ្យធ្វើខ្លួនឲ្យមើងម៉ាត់បន្តិចភ្លាមនោះក៏បានកត់សម្គាល់ឃើញអ្វីដែលចម្លែកខណៈដែលនាងសម្លឹងមើលមេឃពេលយប់ត្រឡប់មកវីរបុរសរបស់យើងវិញសាគីមីនិយាយជាមួយខ្លួនឯង
គេប្រាប់ខ្លួនឯងថាវីដេរបស់គេនឹងមិនចាញ់ឡើយជាពិសេសគឺមិនចាញ់តាស៊ូអូគេស្បថានឹងបញ្ចប់ជីវិតតាស៊ូអូដោយផ្ទាល់ដៃហើយគេក៏សម្រេចចិត្តបដូរផែនការជំនួសឲ្យការធ្វើដំណើរទៅមីស៊ីម៉ាជាមុនពួកគេនឹងប្រើកម្លាំងទាំងអស់ដើម្បីកម្ចាត់តាស៊ូអូនៅពេលនេះតែម្ដងហើយការណេឆ្ងល់ថាពួកគេនឹងត្រូវធ្វើអ្វីបន្ទាប់មកនាងឃើញថាតាស៊ូអូបាននៅស្ងៀមឈឹងស្ថានភាពហាក់ដូចជាគ្មានសង្ឃឹមប៉ុន្តែតាស៊ូអូនៅតែធ្វើរឿងមួយដែលគេដឹងច្បាស់គេបានរៀបចំហល់និងត្រៀមខ្លួនសម្រាប់សមរភូមិការគម្រើកបន្តិចនៃដៃរបស់តាស៊ូអូនៅពេលដែលគេគ្រប់គ្រងយូគីអូបានធ្វើឲ្យសាគីមីមានអារម្មណ៍ព្រឺឆ្អឹងខ្នងគេប្រាប់តូឈីឲ្យផ្ញើសារទៅកាន់អ្នកបង្ហាត់ខៃជូផ្សេងទៀតព្រោះនេះគឺជាកម្រិតអាសន្នពណ៌ទឹកក្រូចតូឈីមានការភ្ញាក់ផ្អើលព្រោះរឿងនេះមិនដែលកើតឡើងឡើយប៉ុន្តែសាគីមីប្រាប់គេឲ្យធ្វើវាទៅតូឈីប្រេសសមត្ថភាពខៃជូរបស់គេហើយផ្ញើកាតពណ៌ទឹកក្រូចទៅសមាជិកវីដេផ្សេងទៀតម្នាក់ក្នុងចំណោមពួកគេមានការភ្ញាក់ផ្អើលព្រោះគេមានអារម្មណ៍ថាគេអាចកម្ចាត់រ៉ូបូតនោះបានដោយខ្លួនឯងវាคล้ายជាគោលដៅដ៏ងាយស្រួលហើយគេឆ្ងល់ថាតើកម្រិតពណ៌ទឹកក្រូចពិតជាចាំបាច់មែនទេទន្ទឹមនឹងនេះតាស៊ូអូបានសម្រេចចិត្តរួចហើយថាគ្មានការចាំបាច់ដែលត្រូវគិតច្រើនក្នុងស្ថានភាពនេះឡើយអ្នកបង្ហាត់ខៃជូបានប្រាប់ខៃជូរបស់ពួកគេឲ្យធ្វើចលនាតាស៊ូអូបានត្រៀមខ្លួនសម្រាប់សមរភូមិដ៏ធំក្នុងជីវិតប៉ុន្តែគេមានការភ្ញាក់ផ្អើលនៅពេលដែលស្ត្រូវគ្រាន់តែរត់កាត់គេទៅពួកគេកំពុងដាក់បេសកកម្មរបស់ពួកគេនៅពីលើអ្វីទាំងអស់ហើយដុកធ័រភ្លាមនោះក្រុមវីដេទាំងមូលបានបាត់ខ្លួនលើកលែងតែម្នាក់វ៉ូសេនីឯកបញ្ជាក់ថាពួកគេនឹងអាចឈ្នះបានប៉ុន្តែត្រូវចំណាយដោយការបាត់បង់ខៃជូយ៉ាងហោចណាស់សាគីមីនៅតែជាមនុស្សដែលចេះគិតលេខជានិច្ចហើយគេប្រកាសថាគេមិនដែលធ្វើខុសឡើយគេឆ្ងល់ថាតើតាស៊ូអូដឹងទេថាហ្វូងខៃជូរបស់គេកំពុងសម្ដៅទៅណាហើយវីរបុរសរបស់យើងក៏រន្ធត់ចិត្តនៅពេលដឹងចម្លើយសាគីមីបង្ហើបថាពួកគេកំពុងសម្ដៅត្រង់ទៅកាន់មីស៊ីម៉ាដោយចំណាយពេលប្រហែលពី4ទៅ5នាទីទៀតនឹងទៅដល់គេបញ្ជាក់ថានេះក៏ជាដែនកំណត់ពេលវេលារបស់តាស៊ូអូដែរតាស៊ូអូដឹងថាគេត្រូវតែកម្ចាត់សត្រូវដែលនៅសល់និងតាមឲ្យទាន់ហ្វូងខៃជូមុនពេលវាទៅដល់ផ្សារទំនើបប្រសិនបើគេធ្វើមិនបាននោះមនុស្សគ្រប់គ្នានៅខាងក្នុងនឹងត្រូវវិនាសវ៉ូសេនីអាចចាប់ផ្ដើមរាប់ថយក្រោយហើយគេបញ្ជាក់ថាតាស៊ូអូបានឈរស្ងៀមរហូតដល់10វិនាទីពេញសាគីមីហៅគេថាជាអ្នកចម្បាំងដែលរុញរាហើយប្រាប់គេថាការពិតកំពុងមកដល់ហើយយូគីអូប្រាប់គេដោយកំហឹងឲ្យចេញពីផ្លូវហើយគេក៏ចូលទៅវាយប្រហារទោះជាយ៉ាងណាក៏ដោយគេមានការតក់ស្លុតនៅពេលដែលគេត្រូវបានប្លង់ចេញពីព្រិលដោយការវាយប្រហារតែមួយក្បាច់សត្វសាហាវដ៏គួរឲ្យរន្ធត់កំពុងវាយប្រហារពួកគេហើយវីរបុរសរបស់យើងមានការភ័យខ្លាចយ៉ាងខ្លាំងសាគីមីបញ្ជាឲ្យសត្វរបស់គេជន់ឈ្លីពួកគេហើយខៃជូរបស់គេឈ្មោះហ៊ឺគូលីសក៏ចាប់ផ្ដើមការវាយប្រហាររបស់វា